Người xưa sẽ xây bằng bộ tiếng Anh sẽ sao có một căn ràng thay môi để rằng mình ban đạiចំណងជើងឲ្យថាកញ្ញា introvert ជួបជាមួយកំឡោះ extrovert ហ្នឹងគឺទូស័យរបស់យើងនាងមានឈ្មោះថា Kashifa Dasan ដែលនាងគឺជាមនុស្សម្នាក់ដែលតែងតែមានភាពស្ងៀមស្ងាត់មិនសូវបង្ហាញអារម្មណ៍ឬបញ្ចេញមតិអ្វីឡើយឯតួឯកប្រុសរបស់យើងមានឈ្មោះថា Otakun ដែលគេហ្នឹងគឺជាមនុស្សម្នាក់ដែលចូលចិត្តនិយាយហើយតែងតែធ្វើអ្វីចម្លែកដែលពួកគេទាំងពីរគឺជាមិត្តរួមថ្នាក់នឹងគ្នាផងដែរហើយចង់ដឹងថាពួកគេទាំងពីរការចាប់អារម្មណ៍លើគ្នាពីពេលណាហើយនឹងសាច់រឿងបែបម៉េចនោះកុំភ្លេចទស្សនាទាំងអស់គ្នាណាដោយសាច់រឿងដំបូងគេក៏បានបង្ហាញជាមួយនឹងសិស្សមួយក្រុមនោះគឺមានសិស្សពីរនាក់កំពុងតែប្រកួតគ្នាដោយប្រើសន្លឹកបៀ admin ក៏សូមណែនាំតែម្ដងទៅបរិមអ្នកនោះដែលមានសក់ក្រហមហ្នឹងឈ្មោះថា Otakun ដែលគេគឺជាតួឯកប្រុសរបស់យើងចំណែកឯកញ្ញាដែលជាគូប្រកួតវិញគឺជាតួឯកស្រីរបស់យើងនឹងឯងដែលគេមានឈ្មោះថា Kashifa Dasan ដែលពួកគេទាំងពីរកំពុងតែប្រកួតគ្នាដែលមានមិត្តរួមថ្នាក់ក៏បានចូលរួមនៅទីនោះផងដែរសម្រាប់ឈ្មោះ admin ក៏សូមហៅតួអង្គទាំងពីរថាកញ្ញា introvert និងកំឡោះ extrovert អញ្ចឹងណាដើម្បីងាយស្រួលហៅណាមួយអបិសក់ខំហ្នឹងគឺថានិយាយច្រើនខ្លាំងណាស់អញ្ចឹងហើយ admin មានតារាឈ្មោះឲ្យថាកំឡោះ extrovert នឹងឯងតែងាកមកចាប់អារម្មណ៍ជាមួយនឹងសាច់រឿងយើងបន្តថាអបិសក់ក្រហមហ្នឹងណាដូចជាជឿជាក់សាហាវថាគេនឹងឈ្នះតែទៅនឹងចាប់ផ្ដើមសោះហ្នឹងគឺបានចាញ់កញ្ញា introvert បាត់ហើយពេលដែលគេចាញ់ហ្នឹងគឺធ្វើឲ្យគេអត់អស់ចិត្តហ្នឹងទេក៏បានបបួលកញ្ញា introvert ហ្នឹងលេងម្ដងទៀតហើយការលេងលើកទី2ហ្នឹងក៏នៅតែនួតទៀតបែបហ្នឹងគឺតែខ្លួនឯងនឹងឈ្នះទៀតហើយតែមានណាចុងក្រោយគឺនៅតែចាញ់គេទៀតហើយចាញ់គេម្ដងជា2ដងហើយហ្នឹងគឺថាអត់ព្រមទទួលស្គាល់ហ្នឹងទេថាខ្លួនឯងនឹងអត់ហើយក៏បានបបួលគេហ្នឹងលេងលើកទី3ហើយលើកទី3ហ្នឹងគឺថាទស្សនៈរបស់យើងក៏នៅតែឈ្នះដល់ដែរហើយនៅពេលនោះដែរសិស្សគ្រប់គ្នាក៏បានអបអរសាទរទៅកាន់កញ្ញា introvert របស់យើងផងដែរតែឯកំឡោះ extrovert ហ្នឹងគឺថាខ្មាស់គេខ្លាំងតែម្ដងក៏បានអូនមុខចុះទៅក្រោមតែម្ដងហើយគឺថាខ្មាស់គេខ្លាំងពេកយ៉ាងទៅមកហ្នឹងសាច់រឿងបានកាយើងឃើញជាមួយនឹងព្រឹកថ្មីនៅសាលារៀនដោយសារជាច្រើនរួមជាមួយនឹងកញ្ញា introvert របស់យើងផងដែរនៅពេលដែលនាងកំពុងតែដើរហ្នឹងគឺសពពីងពីងហ្នឹងបានធ្លាក់មកលើមុខនាងធ្វើឲ្យសិស្សគ្រប់គ្នានៅចិត្តនាងហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយពីងពីងហ្នឹងគឺជាស្នាដៃរបស់កន្លោះ extrovert ឬក៏ ota របស់យើងហ្នឹងឯងហើយអបិហ្នឹងគឺតែងតែធ្វើបាបនឹងញ៉ាំប្រកាន់នាងរហូតអាងតែនាងមិនចាន់និយាយហើយនាងស្ងៀមស្ងាត់តែមិនថាតែទៅមើលໄວនោះទេគឺបានធ្វើគ្រប់តែម្ដងឯងដូចជាទម្លាក់សិភៅឬក៏បញ្ញាក់គេឲ្យភ្ញាក់អីចឹងតែតើគឺថានាងមិនសូវចាន់និយាយហើយនឹងប្រកែកតវ៉ាអ្វីឡើយដោយសារតែនាងជាមនុស្សបែបធ្វើអបិ ota ហ្នឹងគឺតាមរករឿងនឹងធ្វើបាបនេះហើយទោះបីជាអបិ ota ហ្នឹងជាយាមរកគ្រប់វិធីសាស្ត្រដើម្បីធ្វើបាបហើយនឹងញាស់នាងយ៉ាងណាក៏ដោយក៏នាងនៅតែមិននិយាយហើយនឹងប្រកែកតវ៉ាអ្វីដែរដែលធ្វើឲ្យមិត្តភ័ក្តិរបស់គេហ្នឹងក៏បានឆ្ងល់ថាហេតុអ្វីបានជា ota ហ្នឹងជាយាមធ្វើបាបហើយនឹងរករឿងនាងចាប់អារម្មណ៍ ota ហ្នឹងគេបានប្រាប់ថាមិត្តភ័ក្តិរបស់គេហ្នឹងគឺពិតជាសួរសំណួរបានល្អខ្លាំងមែនតើគេឲ្យលេខ1ហ្មងណាដំបូងហ្នឹងគឺវិញចែកតាមគេប្រាំងឡើយនៅពេលថ្ងៃចូលរៀនដំបូងហ្នឹងគឺគេបានដើរទៅរៀនសក់ហ្នឹងទេតែមានអាសត្វចង្រៃមួយក្បាលហ្នឹងបានហើមកហើយក៏បានជួយអាចដាក់គេដែលធ្វើឲ្យគេហ្នឹងគឺពិតជាខ្លាំងមែនតើហើយនៅពេលនោះដែរគេហ្នឹងក៏បានទៅជួយអាចដាក់កញ្ញា introvert ផងដែរឯងដឹងអត់ថាវាជួយដាក់ក្បាលរបស់នាងទៀតផងប៉ុន្តែគឺនាងមិនប្រតិកម្មហើយនឹងញាប់អល់វៃសដែលធ្វើឲ្យយើងក៏ពិតឆ្ងល់ខ្លាំងមែនតើហ្មងហើយនៅពេលនោះដែរយើងឆ្ងល់ខ្លាំងពេកហើយយើងក៏បានដើរទៅតាមនាងហើយនៅពេលដើរតាមមើលនាងហ្នឹងគឺស្រាប់តែដឹងថានាងក៏រៀនបាក់ជាមួយយើងដែរអញ្ចឹងរឿងរ៉ាវគ្រប់យ៉ាងដែលបែ ota ហ្នឹងតែងតែធ្វើបាបហើយនឹងញាស់ទៅកាន់កញ្ញា introvert ហ្នឹងដោយសារតែសត្វក្អែកនឹងសក់ព្រឹកថ្ងៃថ្មីក៏បានមកដល់ហើយកំឡុងពេលដែលគេសម្រាកហ្នឹងគឺថាកញ្ញា introvert របស់យើងហ្នឹងគឺបានធ្វើម្ហូបមកពីផ្ទះហើយនៅពេលបើកទៅគឺថាម្ហូបរបស់នាងគឺពិតជាដំណងខ្លាំងមែនតើចំណែកឯបែ ota ហ្នឹងគេបានទិញនំប៉័ងញ៉ាំគេបានញ៉ាំបណ្ដើហើយនឹងសម្លឹងមើលទៅកាន់កញ្ញា introvert យើងបណ្ដើហើយនៅពេលដែលកញ្ញា introvert របស់យើងញ៉ាំទឹកដែរក៏បានប្រាប់ថាគេបានដូរទឹករបស់នាងដោយផ្លាស់ប្ដូរជាមួយនឹងទឹកខ្មែរហ្នឹងចាំមើលប្រតិកម្មរបស់នាងតែមានណានៅពេលនាងញ៉ាំហើយហ្នឹងគ្មានប្រតិកម្មអ្វីសោះតែធ្វើឲ្យគេគឺពិតជាឆ្ងល់ខ្លាំងមែនតើហើយបានជានាងញ៉ាំទៅអត់មានកាត់អីចាក់ទៅមកហ្នឹងបែ ota គេក៏បានយកទឹករបស់គេញ៉ាំហើយនៅពេលញ៉ាំទៅមានណាគាត់ថាគាត់មកវិញឡើងអស់ថាឆ្លក់ពេញហ្នឹងតែធ្វើឲ្យគេពិតជាខ្លាំងមែនតើហើយ ota ហ្នឹងគេក៏បាននិយាយថាទាំងនេះគឺជាស្នាដៃរបស់នាងមែនហើយកញ្ញា introvert របស់យើងហ្នឹងក៏បានប្រាប់ថាពិតមែនហើយគឺដោយសារតែខ្ញុំហ្នឹងឃើញលោកមើល10ទឹកខ្ញុំរហូតតែខ្ញុំហ្នឹងបានដូរ10ទឹកដែលធ្វើឲ្យគេហ្នឹងពិតជាខ្លាំងមែនតើឯមិត្តភ័ក្តិរបស់គេហ្នឹងក៏គេផងដែរមិននឹកស្មានថាបែ ota ហ្នឹងគឺចាញ់ល្បិចយ៉ាងដូចឆ្នៃសោះហើយ ota ហ្នឹងគេបានប្រាប់ថាមិនអីនោះទេលើកហ្នឹងគេចាញ់ឲ្យប៉ុន្តែលើកក្រោយហ្នឹងគេនឹងចង់សាក់វិញចាស់ដៃតែម្ដងហើយ ota ហ្នឹងគេបំរុងម្ដងចាញ់ហើយគឺសត្វតែកញ្ញា introvert របស់យើងហ្នឹងក៏បានទាញអារបស់គេជួបហើយមិនតែប៉ុណ្ណោះនាងក៏បាននិយាយតែនាងហ្នឹងបាននិយាយថាដោយសារតែអត្តចរិតរបស់ ota បែបហ្នឹងហើយទៅធ្វើឲ្យនាងស្រឡាញ់ហើយនឹងចូលចិត្ត ota ដែលធ្វើ ota ហ្នឹងគេលោកញាក់ផ្អើលគេឡើងគិតថាមិនអាចទេនាងហ្នឹងឯងស្រឡាញ់ខ្ញុំមិនអាចតារួចនោះទេហើយកញ្ញា introvert ហ្នឹងក៏បានប្រាប់ថាប៉ុន្តែអ្វីដែលខ្ញុំនិយាយហ្នឹងគឺជាការប៉ັດហើយ ota ហ្នឹងគេពិតជាខ្លាំងមែនតើមិនគួរណានាងមកលេងសាច់ជាមួយគេបែបហ្នឹងទេកញ្ញា introvert របស់យើងហ្នឹងក៏បានសួរថាអញ្ចឹងមានន័យថាលោកមិនស្រឡាញ់ខ្ញុំទេហើយ ota ហ្នឹងគេក៏បានប្រាប់ថាអត់ទេគឺគេអត់បានស្រឡាញ់នាងទេហើយនាងហ្នឹងក៏គួរឲ្យធុញខ្លាំងណាស់ហើយនៅពេលនោះដែរកញ្ញា introvert របស់យើងហ្នឹងក៏បានដើរទៅជិតមុខរបស់ ota ហើយនាងហ្នឹងក៏បានប្រាប់ថាអរគុណភាពល្អរបស់លោកហើយដែលធ្វើឲ្យ ota ហ្នឹងគេឡើងឆ្ងល់តែម្ដងហើយបានជាអរគុណគេអីចឹងណាហើយកញ្ញា introvert ហ្នឹងក៏បានប្រាប់ថាដោយសារតែមុខរបស់លោកហ្នឹងគឺបញ្ជាក់ថាស្រឡាញ់នាងអីចឹងដែលធ្វើឲ្យ ota ហ្នឹងគេពិតជាខ្លាំងមែនតើជាមួយនឹងកញ្ញា introvert របស់យើងហើយនៅថ្ងៃបន្ទាប់ហ្នឹង ota គេក៏បានហៅមិត្តភ័ក្តិរបស់គេមកអង្គុយគិតអំពីវិធីសាស្ត្រនៃការធ្វើបាបកញ្ញា introvert របស់យើងមកឡើយមិត្តភ័ក្តិរបស់គេពីរនាក់ហ្នឹងក៏ចង់ចូលរួមជាមួយនឹង ota ហ្នឹងទេប៉ុន្តែនៅពេលដែលគេគិតទៅគឺគេក៏បានយកព្រមជាមួយ ota ហើយបន្ទាប់មកហ្នឹងពួកគេទាំងអស់គ្នាក៏បានគិតថាចាំមើលគេនឹងសង្កេតមើលកញ្ញា introvert របស់យើងពេញមួយថ្ងៃតែម្ដងហើយថានាងពេញមួយថ្ងៃហ្នឹងធ្លាប់និយាយស្ដីហើយនឹងបញ្ចេញមតិអ្វីខ្លះអត់ព្រោះថានាងគឺធ្ងន់អីចឹងណាហើយថ្ងៃបន្ទាប់ក៏បានមកដល់ពេលនោះដែរកញ្ញា introvert របស់យើងហ្នឹងគឺនាងបានអង្គុយនៅក្នុងថ្នាក់ម្នាក់ឯងហើយ ota ជាមួយនឹងមិត្តភ័ក្តិរបស់គេទៀតហ្នឹងក៏បានលួចមើលហើយនៅពេលនោះដែរគេក៏បានគិតថានៅពេលនាងអង្គុយម្នាក់ឯងចឹងតើនាងធ្វើអ្វីខ្លះពេលនោះដែរគឺថាទស្សនៈរបស់យើងហ្នឹងនាងក៏បានយកសិភៅមកអានហើយនៅពេលដែលនាងអា
អាហ្នឹងគឺនាងពិតជាសប្បាយចិត្តខ្លាំងមែនតើហើយកំឡុងពេលដែលអាហ្នឹងនាងក៏បានចាប់អារម្មណ៍ថាដូចជាមានមនុស្សកំពុងតែលួចមើលនាងអីចឹងក៏បានបែរទៅប៉ុន្តែនៅពេលបែរទៅក៏អត់ឃើញមានណាគេសោះធ្វើឲ្យបែរអ្នកហ្នឹងគឺថាភ័យផ្ដែហ្នឹងខ្លាចគេឃើញហើយបន្ទាប់មកហ្នឹងក៏ដល់មកចូលរៀនហើយដល់ពេលចូលរៀនហ្នឹងគឺថាអាបែអូតាហ្នឹងគឺថាចាប់ផ្ដើមនឹងមេរៀនសោះហើយគេហ្នឹងក៏បានយកកែវយឺតហ្នឹងមកមើលជាមួយនឹងសកម្មភាពរបស់ទូស័យរបស់យើងដល់ពេលនោះដែរលោកគ្រូហ្នឹងបានស្ដាប់បន្ទូឲ្យគេនិយាយទៅគឺថាបែអូតាហ្នឹងគឺចាំតែសង្កេតមើលគេរហូតមិនថាតែមកកែឡាមករៀនឬក៏មកសម្រាប់អីទេគឺពេញមួយថ្ងៃតែម្ដងហើយបន្ទាប់មកទៀតហ្នឹងក៏ដល់មកអ្នកត្រូវសម្អាតអាំងហែលទឹកហើយដល់ពេលនោះដែរគឺថាពិតជារបស់គេ3នាក់ហ្នឹងក៏បានទៅលួចមើលគេទៀតហើយដល់ពេលនោះដែរគឺថាស្ដាប់ផ្សេងទៀតហ្នឹងមិនដឹងជាមានរឿងអ្វីទេក៏បាននាំគ្នារត់ចេញទៅក្រៅអស់គឺនៅតែកញ្ញា introvert របស់យើងតែម្ដងហើយដល់ពេលនោះដែរគឺថាបានដៃតែម្ដងអូតាហ្នឹងគេក៏បានដើរចូលទៅហើយគេហ្នឹងក៏បានបាញ់ទឹកដាក់ទូស័យរបស់យើងលំបាញ់ប៉ុន្តែមានណាគឺនាងបានកិច្ចផុតអស់ហើយដល់ពេលនោះដែរគឺថាមិត្តភក្តិរបស់គេហ្នឹងបានបាញ់ទឹកដាក់អូតាវិញតែអូតាហ្នឹងគេក៏មិនគិតថាជាមិត្តភក្តិរបស់គេទេគេគិតថាជាទូស័យរបស់យើងអីចឹងណាហើយមានណាដល់ពេលនោះដែរមិត្តភក្តិរបស់គេហ្នឹងក៏បានបាញ់ដាក់គេទៀតដែលធ្វើឲ្យគេប្រតិកម្មខ្លាំងមែនទែនហើយប៉ុន្តែប៉ុណ្ណាមិត្តភក្តិរបស់គេហ្នឹងគឺបានឲ្យកំភ្លើងបាញ់ទឹកហ្នឹងទៅកាន់ទូស័យយើងទៀតមានណាគឺថាទូស័យរបស់យើងបានដៃតែម្ដងហើយបន្ទាប់មកហ្នឹងគឺថាពួកគេទាំង3ទាំង4នាក់ហ្នឹងគឺលេងពេញនឹងតែម្ដងហើយអ្នកដែលធ្ងន់ជាងគេហ្នឹងគឺអូតាហ្នឹងហើយព្រោះថាពី3នាក់ទៀតហ្នឹងគឺថាសម្រក់ទៅរកតែអូតាហ្នឹងហើយព្រោះថាអូតាហ្នឹងខូចពេកបន្ទាប់មកហ្នឹងលោកគ្រូក៏បានឃើញពួកគេលេងដល់ពេលនោះដែរលោកគ្រូក៏ពិតជាខ្លាំងមែនទែនហើយពួកគេទាំង4នាក់ហ្នឹងក៏ពិតជាភ័យខ្លាំងណាស់បាននាំគ្នារត់ចែកជើងគ្នាព្រាតតែម្ដងហើយមានរត់អីរួចគឺថាចាប់បានទាំងអស់តែម្ដងហើយទីបំផុតហ្នឹងក៏បានមកលៀងអាំងទាំងអស់គ្នាតែម្ដងហើយអញ្ចឹងបានថានៅសក់ស្រួលក៏អត់ចឹងនោះទេគឺថានាំរឿងដាក់ខ្លួនតែម្ដងណាហើយពេលនោះដែរទូស័យរបស់យើងហ្នឹងនាងក៏បាននិយាយអរគុណទៅកាន់អូតាហើយអូតាហ្នឹងគេក៏បាននិយាយថាកុំយកច្រឡំថាគេនឹងជួយនាងគេនឹងមិនបានជួយនាងហ្នឹងទេហើយបន្ទាប់មកហ្នឹងពួកគេទាំងពីរនាក់ហ្នឹងក៏បានសម្អាតអាំងបន្តហើយដល់ពេលនោះដែរគឺថាមិត្តភក្តិគេពីរនាក់ហ្នឹងគឺបានកត់សម្គាល់ឃើញថាទូស័យរបស់យើងហ្នឹងគឺដូចជាញញឹមខុសពីធម្មតាជាមកនៃការហាត់កីឡាហែលទឹកហើយដល់ពេលនោះដែរគឺឃើញថាអូតារបស់យើងហ្នឹងគឺប្រកែកខ្លាំងមែនទែនក្នុងចំណោមសិស្សទាំងអស់គ្នាអូតាហ្នឹងដែលមានបន្ទុកខ្ពស់ជាងគេហើយបន្ទាប់មកហ្នឹងគឺដល់វិស័យរបស់យើងម្ដងដល់ពេលនោះដែរគឺថាកញ្ញា introvert របស់យើងហ្នឹងមិនទាន់បានហែលផងហ្នឹងគឺបានលងទឹកបាត់ហើយដែលធ្វើឲ្យអ្នកគ្រប់គ្នាហ្នឹងក៏ពិតជាភ័យខ្លាំងមែនទែនបន្ទាប់មកហ្នឹងលោកគ្រូក៏បានទៅជួយនាងដូច្នេះហើយលោកគ្រូក៏បានហៅអូតាហ្នឹងមកឲ្យជួយបរៀនទូស័យយើងដល់ពេលនោះដែរអូតាហ្នឹងគេក៏បានថា100បានជាគេទៅវិញគាត់ថាគេបរៀនជាមួយនឹងទូស័យរបស់យើងហ្នឹងទេដល់ពេលនោះដែរគឺគេចង់បង្កើតមួយលោកគ្រូអីចឹងណាប៉ុន្តែមានណាគេថាលោកគ្រូហ្នឹងត្រូវឲ្យគេបរៀនព្រោះថាគេហ្នឹងគឺអ្នកដែលមានបន្ទុកខ្ពស់ជាងគេនៅក្នុងថ្នាក់អីចឹងហើយបន្ទាប់ពីលោកគ្រូដែរចេញផុតហ្នឹងទូស័យរបស់យើងហ្នឹងនាងក៏បានប្រាប់ថាអរគុណទៅកាន់អូតាដែលបរៀននាងអីចឹងហើយអូតាហ្នឹងគេក៏បានប្រាប់ថាគេមិនបរៀននោះទេហើយគេហ្នឹងក៏បានដើរចាញ់ហើយនៅពេលនោះដែរមិត្តភក្តិរបស់អូតាហ្នឹងគេក៏បានប្រាប់ថាបើអូតាមិនបរៀនទេគឺទៅឲ្យគេអ្នកបរៀនតែលើបែបនោះភ្លាមគឺថាគេរត់មកវិញយ៉ាងលឿនហើយបានប្រាប់ថាគេបរៀនក៏បានដែរតែគឺថាបែបនោះមុតបាត់ចិត្តហ្មងហ្នឹងសង្ស័យទៅលើស្រឡាញ់កូនគេហើយមើលទៅហើយនៅពេលដែលអូតាគេបរៀនហ្នឹងអូតាក៏បានធ្វើបាបកញ្ញា introvert របស់យើងដោយគេហ្នឹងបានលេងដៃរបស់នាងអញ្ចឹងហើយនៅពេលនោះដែរធ្វើឲ្យកញ្ញា introvert របស់យើងគឺនាងពិតជាភ័យខ្លាំងមែនទែនហើយនាងហ្នឹងក៏បានលូតទៅអបទៅគេអូតាជួបហើយអូតាហ្នឹងគេបានប្រាប់ថាឲ្យលេងដៃគេកុំអស់គេអីចឹងហើយដល់ពេលនោះដែរគឺថាកញ្ញា introvert របស់យើងភ័យខ្លាំងពេកយោហើយនាងក៏បានចាប់ទាញខុសរបស់អូតាយ៉ាងខ្លាំងមិនមិនសម្រាប់តែម្ដងហើយដែលធ្វើឲ្យមិត្តភក្តិរបស់គេចូលមើលពីលើហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់គេក៏បានស្រែកយ៉ាងខ្លាំងតែម្ដងនិយាយទៅគឺថាកញ្ញា introvert របស់យើងឃើញអញ្ចឹងមែនតែសាហាវហ្មងចិត្តនឹងធ្វើឲ្យអូតាហ្នឹងខ្វះគេពេញហ្នឹងសំណាងឯងអត់សម្រាប់អីចាប់បាត់ហើយអូតាហ្នឹងហើយបន្ទាប់ពីអូតាបានបរៀននាងហើយហ្នឹងគឺដល់ពេលដែលស្រីរបស់យើងត្រូវប្រកួតធាដៃក្នុងនោះក៏មានកញ្ញា introvert របស់យើងផងដែរហើយនៅពេលនោះដែរទូស័យរបស់យើងគឺនាងហៅទឹកបានល្អខ្លាំងណាស់ហើយមិត្តភក្តិរបស់អូតាហ្នឹងគេក៏បានបង្ហាត់ប្រកាន់អូតាហ្នឹងគឺពិតជាបរៀនបានល្អខ្លាំងណាស់សម័យដែលជាគ្រូរបស់ទូស័យរបស់យើងហ្នឹងហើយនៅពេលនោះដែរអូតាហ្នឹងគេខឹងហើយគេហ្នឹងក៏បានដល់គេចាញ់ណាគ្រាន់តែអូតាដើរបានមួយជំហានហ្នឹងគឺចាំគេបានស្រែកថាកញ្ញា introvert របស់យើងហ្នឹងលំទៅនៅពេលនោះដែរគឺថាអូតារបស់យើងហ្នឹងគេពិតជាភ័យខ្លាំងមែនតើគេហ្នឹងក៏បានទៅជួយកញ្ញា introvert របស់យើងហើយគេបានសួរថាកញ្ញា introvert របស់យើងហ្នឹងអត់អីណាហើយនាងហ្នឹងក៏បានប្រាប់ថាអីហ្នឹងទេគឺថាមិត្តភក្តិរបស់គេហ្នឹងថាអូតាខុសរបស់ឯងហ្នឹងសម្រាប់ហើយធ្វើឲ្យអូតាហ្នឹងគេពិតជាខ្វះគេខ្លាំងមែនតើព្រោះថាមនុស្សនៅទីនោះគេច្រើនខ្លាំងណាស់មានតែប្រុសទាំងស្រីអីចឹងណាគាត់ខ្វះគេទៅតែបានអូតាយ៉ាប់មកចាំមើលយកមកសុកណានេះតែព្រឹកថ្ងៃថ្មីក៏បានមកដល់ហើយនៅពេលនោះដែរអាបែអូតាហ្នឹងខ្វះគេប៉ុណ្ណឹងហើយក៏អត់រៀនហ្នឹងទេគឺបានទៅយកកណ្ដុំហ្នឹងមកផ្លាច់មួយនឹងនាងមិនត្រឹមតែផ្លាច់កណ្ដុំហ្នឹងទេគឺមានតុតានោះផ្លាត់អីចឹងណាតែតាមគេថាគេធ្វើគ្រប់យ៉ាងដើម្បីអ្នកភ្នាក់បោះនឹងខ្លាចអីចឹងទៅហើយនៅពេលនោះដែរឃើញអ្នកអត់ខ្លាចគេក៏ខឹងខ្លាំងមែនតើស្អីសម្លុតទៅកាន់កញ្ញា introvert របស់យើងអីចឹងណាហើយនៅពេលនោះដែរគឺសັບតែមានដៃម្នាក់បានទាញស្វាគេពីក្រោយដែលនាងមានឈ្មោះថាតាពូឈីហើយនាងក៏បានប្រាប់ថាកុំឲ្យអាបែអូតាហ្នឹងតើធ្វើបាបហើយនឹងរឿងកញ្ញា introvert របស់យើងព្រោះអីគឺនាងតែងតែឃើញអូតាហ្នឹងតើ bully ហើយនឹងធ្វើបាបទៅកាន់កញ្ញា introvert របស់យើងហ្នឹងដូចកូនក្មេងអញ្ចឹងពេលនោះដែរអូតាហ្នឹងគេបានប្រាប់ថាគេបាន bully ហ្នឹងទេកុំឲ្យនាងហ្នឹងមិនដល់ចោតគេប្តេជ្ញាហើយពេលនោះដែរមិត្តភក្តិរបស់អូតាហ្នឹងក៏បានប្រាប់ថាពិតមែនហើយអូតាបាន bully ទេប៉ុន្តែគឺអូតាហ្នឹងស្រឡាញ់កញ្ញា introvert របស់យើងហើយដល់ពេលនោះដែរគឺថាធ្វើឲ្យអូតាគេខឹងមិត្តភក្តិគេខ្លាំងមែនតើនិយាយបែបនោះហើយគេបានប្រាប់ឲ្យមិត្តភក្តិរបស់គេហ្នឹងឈប់និយាយកុំនិយាយប្តេជ្ញាណែបថាពូឈីហ្នឹងនាងក៏បានប្រាប់ថាអ្នកក៏អត់លូឡើយថាអូតាហ្នឹងគិតអីទៅលើ
លើជាកញ្ញា introvert តែសំខាន់គឺត្រូវឈប់រករឿងហើយធ្វើបែបនេះតែបន្ទាប់មកហ្នឹងក៏ដល់មកចូលរៀននៅពេលចូលរៀនហ្នឹងតាពូជីហ្នឹងចេះតែមើលទៅកាន់កញ្ញា introvert របស់យើងរហូតអញ្ចឹងហើយទៅធ្វើឲ្យក្រុមរបស់អូតាហ្នឹងគេក៏បានដើរតាមតាពូជីហើយពេលនោះដែរគឺសិបបានឃើញតាពូជីហ្នឹងដូចដើរតាមកញ្ញា introvert របស់យើងហើយអូតាហ្នឹងបានតបពញាក់នាងដែលធ្វើឲ្យនាងហ្នឹងពិតជាខ្លាំងហើយអូតាហ្នឹងក៏បានសួរថាហេតុអ្វីបានជានាងហ្នឹងដើរតាមកញ្ញា introvert ហើយនឹងធ្វើការប្រកែកយកផ្លែកៗបែបនេះធ្វើឲ្យតាពូជីហ្នឹងនាងឆ្លាតចង់ចាញ់សោះហើយពេលនោះដែរនាងបាននឹកឃើញថាពីមិនអីនាងដើរតាមសង្កេតមើលខ្លាចថាអូតារបស់យើងហ្នឹងគឺនៅតែតាមធ្វើឲ្យកញ្ញា introvert របស់យើងបន្ទាប់មកហ្នឹងពូជីជាមួយនឹងអូតាហ្នឹងក៏បានឆ្លុះប្រកែកគ្នាអត់ឈប់សោះហើយពេលនោះដែរមិត្តភក្តិរបស់អូតាគេឃើញបែបនោះបានប្រាប់ឲ្យពីអ្នកហ្នឹងត្រជាក់ចិត្តសិនហើយគេហ្នឹងបានប្រាប់ឲ្យពូជីហ្នឹងប្រាប់ពីមូលហេតុពិតប្រាកដមកហើយពេលនោះដែរតាពូជីហ្នឹងក៏បានប្រាប់ថានាងជា fan របស់ទូរស័ព្ទរបស់យើងហើយនាងពិតជាគោរពហើយនឹងស្រឡាញ់នាងខ្លាំងណាស់គ្រប់សកម្មភាពរបស់នាងនាងមើលទៅហ្នឹងគឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់អញ្ចឹងហើយគឺនាងគ្មានបំណងអាក្រក់អ្វីឡើយទៅលើកញ្ញា introvert របស់យើងចំណែកឯទូរស័ព្ទរបស់យើងវិញមិនដឹងជានាងកាត់អ្វីនោះទេនាងក៏បានមកអង្គុយស៊ីមស្កាត់ម្នាក់ឯងផងដែរពេលនោះមិត្តភក្តិរបស់អូតាគេក៏បានឃើញហើយមិនត្រឹមតែមិត្តភក្តិរបស់អូតាហ្នឹងទេសូម្បីតែតាពូជីហ្នឹងនាងក៏បានឃើញផងដែរតាពូជីហ្នឹងក៏បានហុចដៃឲ្យទូរស័ព្ទរបស់យើងងើបឡើងហើយនាងក៏បានប្រាប់ថាឲ្យទូរស័ព្ទរបស់យើងនាងខ្លាចអីព្រោះចាប់ពីពេលហ្នឹងទៅគេនៅក្បែរហើយមិនឲ្យអ្នកណាហ្នឹងមកធ្វើបាបទៀតឡើយទូរស័ព្ទរបស់យើងហ្នឹងនាងក៏បានស្ដាប់ឮរឿងគ្រប់យ៉ាងដែលអូតាជាមួយនឹងតាពូជីហ្នឹងនិយាយគ្នាមុននេះដែរឲ្យតាពូជីហ្នឹងគឺពិតជាភ័យខ្លាំងមែនទែនព្រោះនាងខ្លាចថាដោយសារតែនាងខ្លាចទូរស័ព្ទរបស់យើងហ្នឹងយល់ច្រឡំថានាងជាមនុស្សមិនល្អអីចឹងតែពេលនោះដែរនាងក៏បានព្យាយាមបកស្រាយរឿងគ្រប់យ៉ាងទៅកាន់ទូរស័ព្ទរបស់យើងនោះដែរស្រាប់តែតាពូជីហ្នឹងក៏បានមកពីក្រោយហើយគេហ្នឹងក៏បានប្រាប់ថាអត់ពិតដូចជាអ្វីដែលនាងនិយាយអីចឹងហើយពេលនោះដែរក៏ថាធ្វើឲ្យតាពូជីហ្នឹងពិតជាភ័យខ្លាំងមែនទែនហើយនាងហ្នឹងពិតជាចាញ់នាងក៏ពិតជាចង់បដិផែនដៃនេះខ្លាំងមែនទែនហើយពេលនោះដែរគឺសិតតែបានឮសំឡេងរបស់ទូរស័ព្ទយើងប្រាប់ថានាងមិនចង់ធ្វើជា fan ឬក៏អីហ្នឹងទេប៉ុន្តែគឺនាងចង់ធ្វើជាមិត្តភក្តិទៅវិញតែពេលនោះដែរធ្វើឲ្យតាពូជីហ្នឹងគឺនាងពិតជាស្បែកចិត្តខ្លាំងមែនទែនសាច់រឿងក៏បានកើតយើងឃើញនៅថ្ងៃបន្ទាប់ដោយថ្ងៃនេះឃើញថាអ្នកលោកម្នាក់គឺគាត់ពិតជាលោកដៃខ្លាំងណាស់គ្រប់គ្នាហ្នឹងគឺបានដំណើរភ្នាក់ទិញរញ៉ៃពេញហ្នឹងហើយក្នុងនោះក៏មានក្រុមរបស់អូតាផងដែរហើយកំឡុងពេលពួកគេញ៉ាំហ្នឹងក៏បាននិយាយគ្នាអំពីអូតាហ្នឹងគឺអត់អាចយកបាយមកពីផ្ទះសោះហើយអូតាហ្នឹងគេក៏បានតបថាអុយគេហ្នឹងគ្មានពេលធ្វើនោះទេព្រោះធម្មតារបស់គេហ្នឹងធម្មតារបស់គេហ្នឹងក៏អត់ធ្វើឲ្យគេសោះហើយពេលនោះដែរកញ្ញា introvert របស់យើងហ្នឹងនាងក៏អង្គុយទីនោះដែរហើយនាងក៏បានស្ដាប់ឮទាំងអស់ប៉ុន្តែគឺនាងមិននិយាយអ្វីនោះឡើយអត់ដឹងថាក្នុងចិត្តរបស់នាងហ្នឹងគឺអ្វីនោះទេហើយបន្ទាប់ក៏បានមកដល់ហើយពេលនោះដែរលោកគ្រូក៏បានប្រាប់ថាបន្តិចទៀតហ្នឹងគឺដល់មកសម្រាប់ចាញ់លេងហើយអូតាហ្នឹងគ្រាន់តែលើបែបនោះភ្លាមគេហ្នឹងក៏បានរត់ចាញ់ពីថ្នាក់មុនគេតែម្ដងមុនលោកគ្រូទៀតហើយដល់ពេលនោះដែរលោកគ្រូក៏បានហៅឲ្យគេទៅវិញប៉ុន្តែមានណាគេអត់ទៅសោះហើយប៉ុន្តែប៉ុណ្ណោះសូម្បីតែមិត្តភក្តិរបស់គេហ្នឹងក៏បានស្នើប្រាប់ថាអូតាឯងលេងខុសឯងធ្វើអញ្ចឹងអត់យុត្តិធម៌នោះទេហើយអូតាហ្នឹងគេក៏បានប្រាប់ថាឲ្យប្រញាប់ឡើងថ្ងៃនេះគឺមានគេលក់នំប៉័ងទៀតហើយបើតាមមិនទាន់គេទេហ្នឹងគឺលក់អស់ជាមិនខានហើយពេលនោះដែរកញ្ញា introvert ហ្នឹងក៏បានឈប់ពេលផ្លោរបស់អូតាដែលធ្វើឲ្យអូតាហ្នឹងគេពិតជាខ្លាំងមែនទេហើយពេលនោះដែរសិស្សគ្រប់គ្នាហ្នឹងក៏បានរត់ទៅទិញមុនអស់ដែលធ្វើឲ្យអូតាហ្នឹងគេពិតជាខ្លាំងណាស់ព្រោះថាគេហ្នឹងទីអត់ទាន់តែថ្ងៃថ្មីក៏បានមកដល់ទៀតហើយអូតារបស់យើងហ្នឹងក៏ដូចជាថ្ងៃមុននោះដែរនៅពេលដែលគ្រូប្រាប់ថាដល់មកសម្រាប់ចេញលេងហ្នឹងគឺថាដល់ឲ្យផ្លេចមុនគេតែម្ដងហើយព្រោះថាខ្លាចទិញនំប៉័ងមិនទាន់គេទេដល់តែមានណានៅពេលដែលគេមកដល់ក្រៅហ្នឹងគឺដល់ប៉ាអើជាមួយនឹងកញ្ញា introvert របស់យើងតែម្ដងហើយគេហ្នឹងក៏បានប្រាប់ថាកុំឲ្យកញ្ញា introvert របស់យើងហ្នឹងគឺចូលពេញផ្លោគេលើនេះថ្ងៃនេះគឺគេមិនចាញ់ឲ្យដូចថ្ងៃមុននោះឡើយគេត្រូវតែទិញនំប៉័ងហ្នឹងឲ្យបានកញ្ញា introvert របស់យើងថ្ងៃហ្នឹងនាងអត់ដឹងជាមានរឿងអីហ្នឹងទេគឺនាងហាក់ដូចជានៅអសសោះពេលនោះដែរធ្វើឲ្យទូប្រុសរបស់យើងអូតាហ្នឹងគេពិតជាចម្លែកខ្លាំងមែនតើហើយដល់ពេលនោះដែរនាងក៏បានឲ្យកញ្ចប់បាយទៅឲ្យអូតាហើយនាងបានប្រាប់ថាគឺនាងធ្វើសម្រាប់គេអីចឹងតាមពិតទៅគឺថានាងមកម្រងឲ្យតាំងពីម្សិលមិញដែរប៉ុន្តែនាងអត់ហ៊ានឲ្យអីចឹងអូតាហ្នឹងគេក៏បានទទួលយកផងដែរហើយដល់ពេលនោះគឺស្ដាប់តែមានសម្លេងសាច់ច្រើនបានរត់ទៅទិញនំប៉័ងទៀតហើយដល់ពេលនោះដែរអូតាឃើញបែបនោះគេក៏បានគិតថាផាជាអាហារហ្នឹងគឺអត់ឆ្ងាញ់ស្មើនំប៉័ងហ្នឹងទេហើយដល់ពេលដែលមិត្តភក្តិរបស់គេលើកបែបនោះភ្លាមគេក៏បានកញ្ចក់យកបាយហ្នឹងពីអូតាប៉ុន្តែមានណាអូតាហ្នឹងកញ្ចក់យកវិញយ៉ាងលឿនតែម្ដងដល់ពេលដែលគេយកមកញ៉ាំហ្នឹងគឺឃើញថាម្ហូបអត់តំណងកាត់ចូលចិត្តអីចឹងហើយគេហ្នឹងគឺពិតជាសោកស្ដាយខ្លាំងមែនទែនគូណាគេហ្នឹងបោះបង់ការទិញនំប៉័ងហ្នឹងសោះគេស្ដាយខ្លាំងមែនទែនហ្មងហើយតែប៉ុណ្ណោះហើយគេក៏បានស្ដីឲ្យកញ្ញា introvert របស់យើងទៀតយកមកគេមានចិត្តធ្វើឲ្យហើយរីគុណគេទៀតយកមកពេលនៅថ្ងៃបន្ទាប់ហ្នឹងអូតាហ្នឹងគឺបានរកកំណត់រល្បិចហ្នឹងធ្វើបាបកញ្ញា introvert របស់យើងទៀតហើយយកមកពេលធ្វើបាបគេរងថ្ងៃហ្មងគេហ្នឹងក៏បានគិតថាគេនឹងបោះកប៉ាល់ដែលគេបោះហ្នឹងឲ្យទូរស័ព្ទរបស់យើងល្បែងញ៉ាំគ្នាអីចឹងមានណានៅពេលដែលគេបោះទៅហ្នឹងគឺស្រាប់តែតាពូជីហ្នឹងក៏បានមកដល់ហើយគេតាពូជីហ្នឹងក៏បានដល់ជន់កប៉ាល់របស់អូតាដែលធ្វើអូតាហ្នឹងគេពិតជាខឹងខ្លាំងណាស់បន្ទាប់មកហ្នឹងតាពូជីនាងក៏បានសិតសក់ឲ្យទូរស័ព្ទរបស់យើងហើយជន់ពេលនោះដែរស្រាប់តែអូតាហ្នឹងគេក៏បានកលែងឃើញជាមួយនឹងកៅស៊ូចង់សក់របស់នាងគេហ្នឹងក៏មានកំណត់ចង់បោះចោលកៅស៊ូចង់សក់នោះទៅតាមបង្អួយហើយនៅពេលនោះដែរគឺស្រាប់តែមានខ្យល់យ៉ាងខ្លាំងដែលធ្វើឲ្យកៅស៊ូចង់សក់ហ្នឹងបានរបត់ធ្លាក់ពីដៃគេដែលធ្វើឲ្យតាពូជីនាងពិតជាខឹងខ្លាំងណាស់ហើយនាងក៏បានប្រាប់ឲ្យអូតាហ្នឹងគឺត្រូវតែចោះទៅរកកៅស៊ូចង់សក់នោះឲ្យឃើញវិញតែងាកមកចាប់អារម្មណ៍ជាមួយនឹងកញ្ញា introvert របស់យើងវិញឃើញថានាងក៏បានយំផងដែរដែលធ្វើឲ្យអ្នកគ្រប់គ្នានៅទីនោះគឺពិតជាភាពផ្អើលខ្លាំងណាស់ពិសេសហ្នឹងគឺអូតាតែម្ដងហើយព្រោះតែខ្លួនហ្នឹងបានចោលកៅស៊ូចង់សក់របស់គេហើយក៏មកទៀតហ្នឹងអូតាគេក៏បានមកនិយាយជាមួយនឹងតាពូជីដែលគេណាមិនគួរជឿនោះឡើយថាកញ្ញា introvert របស់យើងហ្នឹងបានយំបានគិតថាប្រហែលជាកៅស៊ូចង់សក់នោះជារបស់មួយដែលសំខាន់ហើយនឹងមានន័យចំពោះនាងហើយមើលទៅតែពេលនោះដែរតាពូជីនាងក៏បានប្រាប់ថាពិតមែនហើយវាជាកៅស៊ូចង់សក់ដែលយាយរបស់នាងហ្នឹងបានឲ្យនាងមុនពេលគាត់ស្លាប់ដែលធ្វើឲ្យអូតាគេលឺហើយហ្នឹងគេបដិសេធស្អីខ្លាំងមែនទេនៅទង្វើរបស់គេដែលធ្វើបែបនោះហើយបន្ទាប់មកហ្នឹង
គេក៏បានរត់ចេញទៅក្រៅដើម្បីរកកស៊ូចង់សក់នោះទាំងព្រៀងតែម្ដងហើយមករបស់គេហ្នឹងក៏បានឃើញគេហ្នឹងក៏បានសួរថាអូតាឯងមករកកស៊ូចង់សក់ហ្នឹងទាំងព្រៀងមែនតែអូតាហ្នឹងមកដឹងទៀតប៉ុណ្ណឹងហើយហ្នឹងគេបានប្រាប់ថាតែគឺគេមករកទូរស័ព្ទរបស់គេតាហើយមិត្តភក្តិរបស់គេហ្នឹងក៏បានដឹងផងដែរថាអូតាហ្នឹងមកដឹងនិយាយខុសពីចិត្តអីចឹងហើយពួកគេហ្នឹងក៏បានជួយរកផងដែរហើយនៅពេលនោះដែរមិត្តភក្តិរបស់អូតាហ្នឹងក៏បានរកកស៊ូនោះឃើញហើយកស៊ូនោះគឺប្រឡាក់ខ្លាំងមែនទែនហើយអូតាក៏បានយកកស៊ូនោះទៅឲ្យកញ្ញាអ៊ីនត្រវើតរបស់យើងទៅដល់ទីទឹកខ្លួនទឹកជោគតែម្ដងគេក៏បានប្រាប់ថាគេបានរកកស៊ូនឹងឃើញហើយប៉ុន្តែគឺគេបានទិញថ្មីមួយទៀតព្រោះថាកស៊ូហ្នឹងគឺប្រឡាក់អស់ហើយស្រាប់ពេលនោះដែរស្រាប់តែលោកយាយរបស់ទូស្រីយើងហ្នឹងក៏បានចាញ់មកហើយគាត់ហ្នឹងក៏បានសួរថាតើអូតាហ្នឹងភេទរបស់ចៅគាត់មែនដែលធ្វើឲ្យអូតាហ្នឹងគេលភ្ញាក់ផ្អើលតែម្ដងហើយព្រោះអីមុនហ្នឹងតាពូជីបានប្រាប់ថាកស៊ូដែលអូតាចោលហ្នឹងជាកស៊ូដែលលោកយាយរបស់ទូស្រីយើងទិញឲ្យមុនគាត់ស្លាប់តែធ្វើឲ្យអូតាហ្នឹងគេពិតជាខឹងខ្លាំងមែនទែនហើយគេហ្នឹងបានសួរថាអញ្ចឹងមុនហ្នឹងដែលនាងយំមិនមែននាងយំភាសាតែខ្ញុំចូលកស៊ូនាងទេអីស្អីរបស់យើងហ្នឹងក៏បានតបថាអត់ទេគឺនាងយំភាសាតែសម្រាប់ហ្នឹងចូលភ្នែកនាងតាធ្វើឲ្យអូតាហ្នឹងគេពិតជាខឹងខ្លាំងមែនទែនហើយមិនតែប៉ុណ្ណោះហ្នឹងអូតាគេបានប្រាប់ថាអញ្ចឹងរឿងរ៉ាវគ្រប់យ៉ាងហ្នឹងគឺមកពីតាពូជីហ្នឹងហើយដែលធ្វើឲ្យគេហ្នឹងត្រូវពិបាកដល់ថ្នាក់នេះថាគេខំទៅរកកស៊ូចង់សក់របស់ទូស្រីយើងទាំងព្រាតអីចឹងគឺថាបែបហ្នឹងទៅអញ្ចឹងមិនរៀងព្រោះថារដងគឺធ្វើបាបគេរហូតតែមានណាក៏តែអញ្ចឹងមិនសមមកបងនៃពាក្យហ្នឹងគឺឃើញថាអូតាហ្នឹងកំឡុងពេលចូលរៀនហ្នឹងគេអត់ចូលចិត្តទៅដល់នឹងការរៀនហ្នឹងទេហើយក៏បានសម្លឹងមើលមុខកញ្ញា introvert របស់យើងរហូតដល់ពេលនោះដែរគេក៏បានផ្ញើសារអ្វីមួយមកកាន់កញ្ញា introvert របស់យើងហើយដល់ពេលដែលកញ្ញា introvert របស់យើងមើលហើយហ្នឹងនាងក៏មិនយកចិត្តទុកដាក់នោះឡើយគឺនាងបែរទៅស្ដាប់លោកគ្រូបញ្យលមេរៀនអីចឹងដល់ពេលនោះដែរធ្វើឲ្យអូតាហ្នឹងគេពិតជាខ្លាំងមែនទែនហើយគេក៏បានរកកំណត់ថានឹងធ្វើអ្វីមួយដើម្បីឲ្យកញ្ញា introvert របស់យើងនឹងភ្ញាក់ផ្អើលជួនពេលនោះដែរលោកគ្រូក៏បានឃើញថាអូតាហ្នឹងគឺមិនបានយកចិត្តទុកដាក់នឹងការរៀនហ្នឹងទេហើយគាត់ហ្នឹងក៏បានស្ដីឲ្យអូតាតែអូតាហ្នឹងលោកគ្រូស្ដីឲ្យប៉ុណ្ណឹងហើយក៏អត់ចប់នឹងតែគេបានផ្ញើរូប sticker ប្លែកៗទៅកាន់កញ្ញា introvert របស់យើងទៀតដល់ពេលដែលកញ្ញា introvert របស់យើងមើលហើយគឺធ្វើឲ្យនាងក៏ភ្ញាក់ផ្អើលផងដែរប៉ុន្តែគឺនាងមិនបានបញ្ចេញកាប់កិរិយាអ្វីនោះឡើយស្រាប់ពេលនោះដែរគឺស្រាប់តែមានក្តារមួយចូលមកកាន់អូតាហើយដល់ពេលអូតាគេបើហ្នឹងគឺឃើញថាគឺជាតាពូឈីដែលនាងគឺពិតជាខ្លាំងមែនទែនព្រោះថានាងឃើញអូតាហ្នឹងគឺតែងតែរនរឿងទៅកាន់កញ្ញា introvert របស់យើងមិនឈប់នោះឡើយហើយអូតាហ្នឹងគេក៏បានសេក្តារមួយឲ្យគប់ទៅកាន់តាពូឈីវិញដល់ពេលតាពូឈីអានហើយហ្នឹងគឺធ្វើឲ្យគេពិតជាខ្លាំងតាពូឈីហ្នឹងនាងច្រណែនជាមួយនឹងអូតាដែលអូតាហ្នឹងគេបាន ID តាក់ទងជាមួយនឹងកញ្ញា introvert របស់យើងអញ្ចឹងងាកមកចាប់អារម្មណ៍ជាមួយនឹងកញ្ញា introvert របស់យើងវិញនាងក៏បានផ្ញើសារទៅកាន់អូតាថាអូតាហ្នឹងពេលណាដែលផ្ដល់ចម្លើយឲ្យនាងដែលអូតាគេមើលហើយគេពិតឆ្ងល់ខ្លាំងថាចម្លើយអីទៅហើយដល់ពេលនោះដែរអូតាគេក៏បាននឹកឃើញថាកាលពីមុនហ្នឹងគឺកញ្ញា introvert របស់យើងកញ្ញា introvert របស់យើងហ្នឹងគឺនាងធ្លាប់សារភាពទៅកាន់គេដែលធ្វើឲ្យគេនឹកឃើញហើយគឺធ្វើឲ្យគេពិតជាខ្មាស់ខ្លាំងហើយបន្ទាប់មកហ្នឹងសាច់រឿងក៏បានកាក់ឃើញជាមួយនឹងលោកគ្រូក៏គាត់មានឈ្មោះថាអូនីហ្វារ៉ាដាហើយថ្ងៃនេះលោកគ្រូមានអារម្មណ៍ថាសប្បាយចិត្តនោះទេព្រោះថារយៈពេល2 3ខែហើយដែលគាត់បរៀនប៉ុន្តែមើលទៅសិស្សគ្រប់គ្នាហ្នឹងគឺហាក់ដូចជាអត់ពេញចិត្តក្នុងការបរៀនរបស់គាត់សោះហើយគាត់ក៏បានគិតថាឬមួយក៏ទឹកមុខរបស់គាត់ហ្នឹងកាយខ្លាំងពេកដែលធ្វើឲ្យសិស្សគ្រប់គ្នាខ្លាចគាត់អីចឹងរបស់គាត់ហ្នឹងគឺចង់ឲ្យសិស្សគ្រប់គ្នាចូលរួមហើយនឹងសប្បាយរីករាយនៅក្នុងការរៀនមួយវិញទៀតលោកគ្រូក៏បានចាប់អារម្មណ៍ឃើញថាសិស្សដែលខុសប្លែកពីគេខ្លាំងហ្នឹងគឺមាន2នាក់គឺអូតាជាមួយនឹងកញ្ញា introvert របស់យើងហ្នឹងឯងព្រោះអីអូតាគឺតែងតែធ្វើអ្វីប្លែកៗនៅក្នុងថ្នាក់អញ្ចឹងហើយគាត់តែងតែចាប់កំហុសហើយនឹងស្ដីឲ្យគេហើយដល់ពេលដែលគាត់ស្ដីឲ្យអូតាហ្នឹងគឺឃើញថាសិស្សគ្រប់គ្នាគឺហាក់ដូចជាសប្បាយរីករាយហើយនឹងស្ដីទៅកាន់អូតាផងដែរនេះជាមូលហេតុដែលតែងតែធ្វើឲ្យគាត់ហ្នឹងគឺចាប់អារម្មណ៍ទៅកាន់អូតាផងដែរព្រោះដល់ពេលដែលគាត់ធ្វើបែបនេះទៅធ្វើឲ្យសិស្សគ្រប់គ្នារីករាយអីចឹងដល់ចឹងមកហ្នឹងគាត់ក៏បានសំទោសទៅកាន់អូតាផងដែរព្រោះថាគាត់ហ្នឹងគឺតែងតែចាប់កំហុសទៅកាន់គេរហូតបន្តមកហ្នឹងក៏បានឃើញតាពូឈីនាងក៏បានដើរទៅនិយាយជាមួយនឹងអូតាដោយនាងបានប្រាប់ថាគឺនាងឃើញអូតាហ្នឹងគឺមិនឈប់រករឿងទៅកាន់ទូរស័ព្ទរបស់យើងសោះអញ្ចឹងហើយគឺនាងមាន challenge មួយបើសិនជាអូតាហ្នឹងចាញ់នាងគឺអូតាត្រូវតែនៅឲ្យឆ្ងាយពីកញ្ញា introvert របស់យើងហើយតាគេលឺហើយហ្នឹងគេក៏បានយកព្រមលេងដោយគឺ challenge របស់គេហ្នឹងក្នុងរយៈពេល1ថ្ងៃហ្នឹងប្រសិនបើពីណាគេដែលមានប្រតិកម្មមុនគេហ្នឹងជាអ្នកចាញ់អញ្ចឹងហើយគឺត្រូវតែនៅឲ្យឆ្ងាយពីកញ្ញា introvert របស់យើងហើយបន្ទាប់មកក៏ដល់មកចូលរៀនហើយកំឡុងពេលដែលចូលរៀនហ្នឹងគឺថាអូតាជាមួយតាពូជីហ្នឹងម្នាក់ៗអត់មានមាត់ហ្នឹងទេព្រោះថាដល់ពេលដែលគេមាត់ឬក៏មានប្រតិកម្មអ្វីហ្នឹងជាអ្នកចាញ់អញ្ចឹងហើយគឺថាធ្វើឲ្យពីរអ្នកហ្នឹងគឺស្ងាត់ជ្រាបសម្បីតែលោកគ្រូហ្នឹងក៏ឆ្ងល់ផងដែរព្រោះថារត់ដល់តាគឺតែងតែលោឡានៅក្នុងថ្នាក់ទៅមកហ្នឹងលោកគ្រូក៏បានប្រាប់ថាបន្តិចទៀតហ្នឹងគឺដល់ពេលដែលត្រូវយកលទ្ធផលនៃការធ្វើប្រឡងហើយអញ្ចឹងហើយគឺតាពូជីហ្នឹងក៏បានគិតថាអូតាហ្នឹងច្បាស់ជាចាញ់នាងជាមិនខាននោះទេព្រោះថារត់ដល់តាគឺតែងតែទទួលបានបន្ទុកទៀតអញ្ចឹងគេតែងតែតវ៉ាទៅកាន់លោកគ្រូអីចឹងដល់ពេលនោះដែរតាពូជីគឺនាងបានបន្ទុក95បន្ទុកចំណែកអូតាហ្នឹងគឺបានតែមួយបន្ទុកហ្នឹងទេតែពេលនោះដែរអូតាគឺគ្មានប្រតិកម្មអ្វីសោះទៅកាន់លោកគ្រូដែលធ្វើឲ្យតាពូជីក៏នាងពិតឆ្ងល់ខ្លាំងនោះដែរអូតាហ្នឹងគេក៏បានប្រាប់ថាមិនដែរតាពូជីហ្នឹងគឺថាខ្ញុំមានប្រតិកម្មជាមួយនឹងបន្ទុករបស់ខ្ញុំមិនមែនព្រោះថាការដែលបានបន្ទុកទៀតហ្នឹងគឺគ្មានអ្វីដែលចម្លែកសម្រាប់គេនោះទេព្រោះរៀនរាល់ខែហ្នឹងគេបានបន្ទុកទៀតប្រចាំតែរហូតហ្នឹងធ្វើឲ្យតាពូជីហ្នឹងគឺនាងពិតជាគៀនតែម្ដងហើយដោយការប្រកួតជុំទី1ឃើញថាមិនទាន់មានអ្នកណាគេឈ្នះនោះទេអញ្ចឹងហើយអូតាហ្នឹងគេក៏បានប្រទិញនំក្រក់ជប៉ុនយកមកញ៉ាំដោយលក្ខខណ្ឌរបស់គេហ្នឹងគឺត្រូវញ៉ាំនំក្រក់ហ្នឹងទាំងក្តៅតែម្ដងប្រសិនបើពីណាគេញ៉ាំទៅចឹងឬមួយក៏បញ្ចេញនៅប្រតិកម្មអ្វីនោះនឹងត្រូវចាញ់ហើយពេលដែលពួកគេទាំងពីរនាក់ហ្នឹងញ៉ាំទៅឃើញថាវាពិតជាក្តៅខ្លាំងណាស់ប៉ុន្តែម្នាក់ហ្នឹងគឺខំតុកខ្លាំងមែនទែនហើយនិយាយពីមុខវិញគឺថាខំអស់ហើយបន្ទាប់មកហ្នឹងគឺថាកញ្ញាហ្វាដារបស់យើងដែលជាទូសាយើងក៏បាននិយាយថាប្រសិនបើតាពូជីកាន់សក់ទៅច្បាស់ជាស្អាតខ្លាំងណាស់គឺជុតគួរឲ្យស្រឡាញ់អីចឹងហើយនៅពេលនោះដែរមិត្តភក្តិរបស់ទូប្រុសទាំងពីរនាក់ហ្នឹងក៏បានប្រាប់ថាពិតមែនហើយអីចឹងតែធ្វើឲ្យតាពូជីហ្នឹងគឺនាងពិតជាខ្វះខ្លាំងណាស់ដោយនាងទ្រាំមិនបានហ្នឹងក៏បានរត់ចេញទៅក្រៅបាននាទីបំផុតហ្នឹងគឺធ្វើឲ្យកំឡោះអូតារបស់យើងហ្នឹងគឺពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះថានាទីបំផុតហ្នឹងគឺគេបានយកឈ្នះជាមួយនឹងកញ្ញាតាពូជីរបស់
យើងហើយចំណែកឯទូស័យរបស់យើងវិញនាងក៏បាននិយាយទៅកាន់អូតាថានាងគឺពិតជាច្រើនទៅកាន់អូតាខ្លាំងណាស់ព្រោះថាអូតាហ្នឹងគឺតែងតែធ្វើអ្វីមួយដែលធ្វើឲ្យអ្នកជុំវិញខ្លួនតែងតែសប្បាយរីករាយអីចឹងណាហើយនៅពេលនោះដែរអូតាគេស្ដាប់ទៅហាក់ដូចជាយល់សប្តិភ្លាមនោះដែរកញ្ញាហ្វាដារបស់យើងហ្នឹងគេនិយាយរួចហ្នឹងក៏បានរត់ទៅបាត់រនាងអៀនហើយបន្ទាប់មកហ្នឹងធ្វើឲ្យអូតាគេពិតជាឆ្ងល់ខ្លាំងណាស់ប៉ុន្តែមើលទៅជារបស់គេហ្នឹងឡើងខំអស់ហើយព្រោះគេក៏អៀនផងដែរបន្ទាប់មកហ្នឹងសាច់រឿងបានកាយើងឃើញនៅថ្ងៃថ្មីហើយថ្ងៃនេះដែរពួកគេក៏បានសម្អាតថ្នាក់អីចឹងណាហើយនៅពេលនោះដែរអូតាហ្នឹងគេចាប់អារម្មណ៍ឃើញថាអត់ឃើញជាមួយនឹងកញ្ញាហ្វាដារបស់យើងនោះឡើយហើយមិត្តភក្តិរបស់គេហ្នឹងក៏បានប្រាប់ថាពិតមែនហើយគឺកញ្ញាហ្វាដាហ្នឹងគឺនាងនៅក្នុងកន្លែងតុកអីវ៉ាន់នៅពេលដែលអូតាគេលឺហើយហ្នឹងគេបានដើរទៅយ៉ាងលឿនព្រោះថាគេគឺមានកម្រងធ្វើបាបនាងទៀតដែរនៅពេលដែលគេទៅដល់ហ្នឹងគេក៏បានបើកទ្វារទៅឃើញថាមានពីណាហ្នឹងទេហើយគេក៏បានដើរចូលទៅក្នុងនៅពេលដើរទៅគឺស្រាប់តែឃើញកញ្ញាហ្វាដារបស់យើងហ្នឹងនាងកំពុងតែរកអ្វីមួយហើយអូតាហ្នឹងគេក៏បានសួរថាតើនាងកំពុងតែរកអ្វីហើយកញ្ញាហ្វាដារបស់យើងនាងក៏បានប្រាប់ថាគឺនាងបានឃើញជាមួយសត្វអីមួយតូចៗអីចឹងណាហើយពេលនោះដែរអូតាហ្នឹងគេក៏បានប្រាប់ថាវាជាសត្វកណ្ដោទេដឹងហើយនៅពេលនោះដែរអូតាហ្នឹងគេក៏បានជួយរកនាងផងដែរហើយនៅពេលនោះដែរលោកគ្រូកៃឡាគាត់ក៏បានដើរទៅមើលឃ្លាំងអីវ៉ាន់នៅពេលដែលគាត់បើកទ្វារមើលទៅអត់ឃើញមានពីណាគេហ្នឹងទេហើយគាត់បំរុងនឹងគប់សអីចឹងណាហើយនៅពេលនោះដែរមិត្តភក្តិរបស់អូតាហ្នឹងក៏បានដើរមកប្រាប់ថាលោកគ្រូគឺអូតាជាមួយនឹងហ្វាដាគឺនាងនៅខាងក្នុងហ្នឹងឯងលោកគ្រូហ្នឹងគាត់បានប្រាប់ថាអត់ទេគឺគាត់បានបើកទ្វារមើលអត់ឃើញពីណាគេហ្នឹងទេហើយពួកគេទាំងពីរនាក់ហ្នឹងបានគិតថាអូអញ្ចឹងអូតាជាមួយនឹងហ្វាដាប្រហែលជាពួកគេហ្នឹងចាញ់តទៀតបាត់ហើយលោកគ្រូគាត់ក៏បានគប់សទ្វារតែម្ដងណែអូតាជាមួយនឹងហ្វាដាហ្នឹងក៏បានដឹងថាមានសម្លេងដូចគប់សទ្វារអីចឹងហើយអូតាហ្នឹងគេក៏បានរត់ទៅដែលធ្វើឲ្យគេហ្នឹងគឺពិតជាស្លន់ស្លោខ្លាំងណាស់អូតាហ្នឹងក៏បានស្រែកហៅគេផងដែរប៉ុន្តែគ្មានពីណាគេលឺនោះទេព្រោះតែគេបានចាញ់តាផ្ទះអស់ហើយអូតាហ្នឹងគេភ័យខ្លាំងណាស់គេបានរកគ្រប់វិធីសាស្ត្រអីចឹងពេលនោះដែរគេក៏បានសម្លឹងទៅឃើញបង្អួយដែលគេហ្នឹងគឺថាបំបែកបង្អួយហ្នឹងណាប៉ុន្តែមើលតែវាតូចខ្លាំងណាស់អញ្ចឹងគេអត់អាចចាញ់ទៅបានហ្នឹងទេហើយដល់ពេលនោះដែរគេក៏បានថាឲ្យទៅកាន់ហ្វាដារបស់យើងហើយដើម្បីបានជានាងអត់ភ័យសោះអញ្ចឹងប៉ុន្តែទូស្រីរបស់យើងក៏នាងភ័យផងដែរប៉ុន្តែគឺនាងជាមនុស្សដែលអត់ចេះបញ្ចេញអីចឹងហើយដល់ពេលដែលស្ដាយឲ្យហ្វាដាហ្នឹងគឺស្រាប់តែអូតាហ្នឹងគេក៏បានកោពោះគ្រួចគេហ្នឹងក៏បានគិតថាហ្វាដារបស់យើងគឺស្អីគេទេដល់មកហ្នឹងទូស្រីរបស់យើងក៏បានបង្ហាញស្ករគ្រាប់ទៅកាន់អូតាហើយពួកគេក៏បានចែកគ្នាញ៉ាំអីចឹងហើយរកគ្រប់ទីសាដឹងថាចាញ់ដល់ផ្លូវណារួចអីចឹងណាពួកគេក៏បានអង្គុយនៅស្ងៀមហើយដល់ពេលនោះដែរស្រាប់តែហ្វាដាយើងហ្នឹងក៏បានតោកចាប់ដៃរបស់អូតាដោយនាងបានប្រាប់ថាឲ្យអូតាមើលតាទីនោះព្រោះមើលតាទីនោះក៏ដូចជាខ្វាច់មួយអញ្ចឹងហើយអូតាហ្នឹងគេបានប្រាប់ថាអត់ទេវាមិនមែនជាខ្វាច់នោះទេវាគឺជាយីងចាក់អីចឹងណាហើយដល់ពេលនោះដែរអូតាហ្នឹងគេក៏បាននឹកឃើញថាគេមានគំនិតថ្មីមួយតែភាសាយើងទៀតហើយយ៉ាប់មកបែកហ្នឹងណាគឺនៅក្នុងស្ថានភាពបែបហ្នឹងហើយនៅតែនឹកឃើញគំនិតធ្វើបាបគេទៀតយ៉ាប់មកបែកអូតាហ្នឹងដល់ពេលនោះដែរគេក៏បានយកភួយហ្នឹងមកគ្របខ្លួនរបស់គេហើយគេក៏បានបន្លាយទៅកាន់ហ្វាដារបស់យើងហើយស្រាប់ពេលនោះដែរគឺចៃដល់លោកគ្រូក៏បានបើកទ្វារបន្ទប់ហ្នឹងមើលហើយដល់ពេលបើកទៅគឺស្រាប់តែឃើញអូតាហ្នឹងសង្គ្រប់ទៅលើហ្វាដាទៅវិញដែលធ្វើឲ្យលោកគ្រូបានស្ដាយអស់ហើយព្រោះថាលេងអញ្ចឹងអត់កើតនឹងទេតែបាក់ដឹងបាក់អ្វីហើយអូតារបស់យើងហ្នឹងគេក៏បានព្យាយាមបកស្រាយផងដែរថាវាអត់ដូចអ្វីដែលលោកគ្រូឃើញហ្នឹងទេគឺកលែងធ្វើខ្មោចអីចឹងណាគឺជាខ្មោចដើម្បីបន្លាយទៅកាន់បញ្ញាហ្វាដារបស់យើងហើយសាច់រឿងរបស់យើងដែរគឺយើងពិតជាគៀងខ្លាំងណាស់ព្រោះថាអ្វីអូតាហ្នឹងគឺអត់ដឹងថាកាត់ស្អីហ្នឹងទេតែហ្នឹងគេបានបបួលកញ្ញាអ៊ីនត្រូវើតរបស់យើងហ្នឹងតែមើលកូនតែធ្វើឲ្យកញ្ញាហ្វាដារបស់យើងហ្នឹងគឺនាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ជាពិសេសហ្នឹងគឺថាមិត្តភក្តិរបស់គេហ្នឹងឯងគឺបងភ្នែកលប៉ាន់ពងមួនហីព្រោះនឹកស្មានថាអូតាហ្នឹងបបួលនាងតែមើលកូននោះឡើយមិត្តភក្តិរបស់គេហ្នឹងក៏បាននិយាយថាអូតាឯងចង់ដែរជាមួយនាងមែនហើយអូតាហ្នឹងគេបានបកស្រាយថាអេពួកឯងកុំយកច្រឡំបងតែគេបបួលនាងតែមើលកូនហ្នឹងគឺដោយសារថ្ងៃហ្នឹងគឺគេលេងរឿងខ្មោចហើយគេគឺចង់ធ្វើបាបនាងអីចឹងណាព្រោះថាកញ្ញាហ្វាដារបស់យើងហ្នឹងខ្លាចខ្មោចហើយបន្ទាប់មកហ្នឹងសាច់រឿងបានកើតយើងឃើញដល់ពួកគេទាំងពីរគឺដល់ថ្ងៃតែមើលកូនហើយនៅពេលនោះដែរអូតាគេតែងខ្លួនឡើងសង្ហាហ្មងណារីឯកញ្ញាហ្វាដារបស់យើងហ្នឹងក៏ស្អាតមិនស្ទើរផងដែរហើយនៅពេលនោះដែរអូតាហ្នឹងគេក៏បានដើរទៅរកកញ្ញាហ្វាដារបស់យើងនៅពេលគេដើរទៅដល់ភ្លាមហ្នឹងគេពិតជាស្ព្រាយខ្លាំងណាគេគិតថាកញ្ញាហ្វាដារបស់យើងហ្នឹងតែងខ្លួនឡើងស្អាតឡើងដូចតដាច់គ្នាអីចឹងនៅពេលនោះដែរអូតារបស់យើងហ្នឹងគេដើរបដាហើយនឹងគិតបដាដែលគេគិតថាបន្តិចទៀតណាហ្វាដារបស់យើងហ្នឹងគឺប្រកាសជាចាប់ហើយព្រោះថារឿងខ្មោចហ្នឹងគឺជារឿងមួយដែលសាហាវខ្លាំងណាស់អញ្ចឹងហើយគឺនាងប្រកាសជាភ្ញាក់ផ្អើលជាមិនខានសាច់រឿងរបស់គេគឺថាខ្មោចមែនហ្នឹងគាត់តែចាប់ដើមភ្លាមគឺថាចាញ់មកខ្មោចមកបែបហើយអ្នកដែលស្រែកអ្នកខ្លាចហ្នឹងគឺមិនមែនជាកញ្ញាហ្វាដារបស់យើងហ្នឹងតែគឺជាអូតាហ្នឹងឯងធ្វើឲ្យកញ្ញាអ៊ីនត្រូវើតរបស់យើងហ្នឹងមើលមុខអូតាតែម្ដងហើយដល់ពេលឃើញបែបនោះភ្លាមពេលនោះដែរអូតាគេខ្មាស់ហើយក៏បានប្រាប់ឲ្យកញ្ញាអ៊ីនត្រូវើតរបស់យើងហ្នឹងក៏មើលមុខគេគឺមើលតែរឿងអីចឹងហើយចេះដល់ពេលនោះដែរគឺស្រាប់តែរឿងហ្នឹងគឺដល់វាស្វីដល់ហើយធ្វើឲ្យអូតាហ្នឹងគេឡើងភៀងតែម្ដងហើយគឺខ្មាស់កញ្ញាអ៊ីនត្រូវើតរបស់យើងឡើងមុខក្រហមពេញហ្នឹងហើយអូតាហ្នឹងខ្មាស់គេប៉ុណ្ណឹងហើយអត់រៀងហ្នឹងទេហើយគេក៏បានគិតថាចាំមើលដល់ពេលដែលខ្មោចចាញ់មករន្ធត់អីគេនឹងកាត់តកាន់នាងដើម្បីនាងភ្ញាក់ផ្អើលតែមានណានៅពេលដែលសាច់រឿងខ្មោចចាញ់មកមែនតើកញ្ញាអ៊ីនត្រូវើតរបស់យើងមានសាច់អីគឺមានតែអូតាហ្នឹងឯងសាច់ឡើងខ្វះគេអាបែបហ្នឹងយ៉ាងបន្ទាប់ពីមើលចំហើយហ្នឹងឃើញថាអូតារបស់យើងហ្នឹងគេពិតជាខកចិត្តខ្លាំងណាស់ព្រោះថាគោលបំណងរបស់គេត្រូវបរាជ័យអស់ហើយគេមិនអាចធ្វើឲ្យកញ្ញាអ៊ីនត្រូវើតរបស់យើងហ្នឹងភ្ញាក់ផ្អើលបានឡើយជាមួយនឹងរឿងខ្មោចហ្នឹងបន្ទាប់មកហ្នឹងពួកគេទាំងពីរក៏បានត្រឡប់ទៅផ្ទះវិញនៅពេលទៅតាមផ្លូវហ្នឹងកញ្ញាអ៊ីនត្រូវើតរបស់យើងក៏បានបបួលអូតាទៅចាប់តុកតាហើយនៅពេលនោះដែរអូតារបស់យើងគេក៏បានចាប់តុកតាមួយផងដែរហើយក៏បានឲ្យកញ្ញាអ៊ីនត្រូវើតរបស់យើងដែលធ្វើឲ្យនាងគឺពិតជាសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែប៉ុណ្ណឹងពួកគេទាំងពីរនាក់ក៏បានចូលទៅញ៉ាំការ៉េមផងដែរបន្ទាប់មកហ្នឹងពួកគេទាំងពីរនាក់ក៏បានជិះរថភ្លើងត្រឡប់មកផ្ទះវិញហើយកំឡុងពេលដែលជិះរថភ្លើងហ្នឹងកញ្ញាអ៊ីនត្រូវើតរបស់យើងក៏នាងបានគេងលក់ហើយប៉ុន្តែប៉ុណ្ណឹងក៏បានគេងលើស្មារបស់អូតាទៀតធ្វើឲ្យអ្នកជិះរថភ្លើងហ្នឹងក៏បានគិតថាពួកគេទាំងពីរនាក់ហ្នឹងគឺជាគូស្នេហ៍ហើយមើលទៅហ្នឹងគឺពិតជាលយខ្លាំងណាស់គូស្នេហ៍មួយគូហ្នឹងដែលធ្វើឲ្យអូតាហ្នឹងគេខឹងខ្លាំងណាស់គឺមិននឹកស្មានថារឿងរ៉ាវវាទៅជាបែបនេះបន្ទាប់មកហ្នឹងសាច់រឿងបានកាត់យើងឃើញ
នៅពេលព្រឹកវិញដល់ព្រឹកហ្នឹងអូតាហ្នឹងគេហាក់ដូចជាមិនសប្បាយចិត្តសោះហើយមិត្តភក្តិរបស់គេហ្នឹងក៏បានសួរថាហេតុអីបានជាអូតាហ្នឹងមិនសប្បាយចិត្តបែបនេះឬមួយក៏គម្រោងការរបស់គេដែលធ្វើបាបកញ្ញា introvert របស់យើងហ្នឹងគឺត្រូវបរាជ័យហើយនៅពេលនោះដែរអូតាគេបានប្រាប់រឿងរ៉ាវគ្រប់យ៉ាងទៅកាន់មិត្តភក្តិរបស់គេផងដែរមិត្តភក្តិរបស់គេហ្នឹងក៏បានឲ្យយោបល់មួយគេប្រាប់ថាមិត្តភក្តិរបស់គេហ្នឹងក៏បានប្រាប់ថាឯងគួរតែរកវិធីផ្សេងគឺឯងចាប់ដៃនាងឲ្យខ្លាំងឲ្យនាងឈឺអីចឹងណាដើម្បីឲ្យនាងមានប្រតិកម្មនៅពេលនោះដែរអូតាគេក៏បានយល់ព្រមហើយនៅពេលដែរអូតាគេបានទៅចាប់ដៃនាងហើយគឺបានច្បាច់ដៃនាងឡើងខ្លាំងតែម្ដងប៉ុន្តែនាងនៅតែគ្មានប្រតិកម្មអ្វីសោះដែលធ្វើឲ្យអូតាហ្នឹងគេពិតជាខឹងខ្លាំងហើយសាច់រឿងបានកើតយើងឃើញនៅថ្ងៃថ្មីហើយថ្ងៃនេះដែរនៅពេលដែលចាប់មករៀនព្រាមហ្នឹងឃើញថាកញ្ញា introvert របស់យើងហ្នឹងរត់ចេញយ៉ាងលឿនតែម្ដងដែលធ្វើឲ្យអូតាហ្នឹងគេក៏បានគិតថាច្បាស់ជានាងហ្នឹងធ្វើរឿងអីមួយដែលមិនល្អហើយនៅពេលនោះដែរគេក៏បានបបួលមិត្តភក្តិគេមកតាមមើលនាងហើយនៅពេលដែលគេមកដល់ហ្នឹងគឺស្រាប់តែបានឃើញកញ្ញាហ្វាដារបស់យើងហ្នឹងបីជាមួយនឹងកូនឆ្មាមួយក្បាលហើយទូប្រុសហ្នឹងក៏បានសួរថាតើនាងបានកូនឆ្មាហ្នឹងមកពីណាដែរហើយនាងក៏បានតបថានៅពេលដែលនាងដើរមករៀនហ្នឹងស្រាប់តែនាងបានឃើញវានៅតាមផ្លូវដែលមិនដឹងជាពីណាគេហ្នឹងតែយកវាបោះចោលហើយនាងគឺអាណិតខ្លាំងពេកយ៉ាងអញ្ចឹងហើយតើនាងយកវាមកទុកនៅក្រោយសាលាហើយដល់ពេលនោះដែរមិត្តភក្តិរបស់ទូប្រុសហ្នឹងក៏បានថាអញ្ចឹងហើយបានជានាងមិនយកវាទៅទេហើយកញ្ញាហ្វាដារបស់យើងហ្នឹងក៏បានឆ្លើយថាឪពុករបស់គេគឺមិនចូលចិត្តឆ្មាហ្នឹងទេអញ្ចឹងហើយគឺនាងពិតជាបាក់ខ្លាំងណាស់ព្រោះនាងអាណិតពេលអីចឹងហើយនៅពេលនោះដែរទូស្រីរបស់យើងក៏បានហត់ឆ្មាហ្នឹងទៅឲ្យអូតានៅពេលដែលអូតាគេប្រឹងយកហើយហ្នឹងគឺស្រាប់តែឆ្មាហ្នឹងវាក៏បានស្រែកហើយវាក៏បានខ្វាយទឹកផងអត់ចង់ឲ្យអូតាប៉ះអីចឹងហើយនៅពេលនោះដែរមិត្តភក្តិរបស់អូតាហ្នឹងគេក៏បានស្រែកទៅកាន់អូតាផងដែរថាមកអូតាហ្នឹងអាក្រក់អីចឹងណាដែលឆ្មាហ្នឹងគឺវាស្អប់អូតាហើយនៅពេលនោះដែរតាពូជីហ្នឹងនាងក៏បានលបមើលផងដែរហើយនាងបានស្ដាប់រឿងរ៉ាវគ្រប់យ៉ាងផងដែរនៅពេលនោះដែរពួកគេទាំងអស់គ្នាហ្នឹងក៏បានគិតរកវិធីដើម្បីដោះស្រាយជាមួយនឹងឆ្មាហ្នឹងពួកគេក៏បានសម្រេចចិត្តថានឹងព្យាយាមរកអ្នកដែលចង់ចិញ្ចឹមឆ្មាដើម្បីគេចិញ្ចឹមឆ្មាហ្នឹងអូតាហ្នឹងគេក៏បានផុសនៅក្នុងអ៊ីនធឺណិតដើម្បីរកអ្នកដែលចង់ចិញ្ចឹមរីឯអ្នកផ្សេងទៀតក៏បានដើរសួរគេនៅជិតសាលាផងដែរហើយបន្តែប៉ុណ្ណោះក៏បានសួរទៅកាន់សិស្សផ្សេងទៀតផងដែរថាមានអ្នកណាគេដែលចង់ចិញ្ចឹមឆ្មាបន្ទាប់ពីពួកគេស្វាស្វែងព្យាយាមដើរសួរគេអស់ហើយហ្នឹងឃើញថាគ្មានអ្នកណាគេដែលចង់ចិញ្ចឹមឆ្មាឡើយនៅពេលនោះដែរអូតាហ្នឹងគេក៏បានប្រាប់ថាមានអ្នកដែលខមមិនចង់បានឆ្មាហ្នឹងយកទៅចិញ្ចឹមដែលធ្វើឲ្យពួកគេគឺពិតជាសប្បាយចិត្តខ្លាំងណាស់លើកលែងតែកញ្ញា introvert របស់យើងនឹងឯងគឺនាងហាក់ដូចជាមិនសប្បាយចិត្តហើយបន្ទាប់មកហ្នឹងពួកគេទាំងអស់គ្នាក៏បានយកឆ្មាហ្នឹងឲ្យគេហើយនៅពេលទៅដល់ហ្នឹងកញ្ញា introvert របស់យើងហ្នឹងមិនដឹងជាគិតអ្វីហ្នឹងទេនាងមិនចង់ឲ្យឆ្មាហ្នឹងទៅគេសោះប្រហែលជានាងហ្នឹងក៏ស្រឡាញ់ឆ្មាផងដែរទៅមកអ្នករៀនអ្នកហ្នឹងក៏បានយកឆ្មាទៅបានហើយដែលធ្វើឲ្យកញ្ញា introvert របស់យើងនាងពិតជាមិនសប្បាយចិត្តសោះនៅពេលនោះដែរអូតាគេក៏បានយកចិត្តនាងផងដែរបានយកដៃរបស់គេហ្នឹងទៅស្ទាបក្បាលរបស់នាងហើយក៏បានប្រាប់ថាស្ដាយអីព្រោះតែយើងក៏អាចជួបវាម្ដងទៀតនៅពេលណាជាមិនខានទៅមកហ្នឹងសាច់រឿងក៏បានកាក់យើងឃើញនៅថ្ងៃបន្ទាប់ហើយនៅថ្ងៃនេះដែរជាថ្ងៃពិសេសជាថ្ងៃ birthday របស់ទូសាយើងតាពូជីជាមួយនឹងមិត្តភក្តិគេផ្សេងៗហ្នឹងក៏បានជូនពរហើយនឹងទិញកាដូឲ្យនាងអីចឹងណាព្រមទាំងអូតាផងដែរហើយបន្ទាប់មកហ្នឹងនាងក៏បានអរគុណទៅកាន់ពួកគេហើយនៅពេលនោះដែរពួកគេហ្នឹងក៏បានជូនពរថ្ងៃខួបកំណត់នាងផងដែរលើកលែងតែអូតាហ្នឹងតែគឺគេហ្នឹងបាននិយាយជូនពរនាងអីចឹងនៅពេលនោះដែរមិត្តភក្តិរបស់អូតាក៏បានប្រាប់ថាអូតាឯងគួរតែនិយាយពាក្យជូនពរទៅកាន់នាងព្រោះថានាងគឺកំពុងតែរងចាំឯងនៅពេលនោះដែរហ្នឹងមិនដឹងជាស្អីហ្នឹងតែហ្នឹងនៅសាលាគឺជាថ្ងៃដែលសិស្សគ្រប់គ្នាហ្នឹងត្រូវផ្លាស់ប្ដូរតុគ្នាអង្គុយយាយដែលធ្វើឲ្យគូរੂគឺពិតជាមិនសប្បាយចិត្តសោះពីព្រោះថាអង្គុយចន្លោះរវាងកញ្ញា introvert របស់យើងជាមួយនឹងអូតាព្រោះថាពីរនាក់ហ្នឹងគឺដូចឆ្មានឹងកណ្ដុរអញ្ចឹងក៏ដែរត្រូវគ្នានោះទេជាពិសេសហ្នឹងអូតាតែងតែររឿងជាមួយនឹងកញ្ញា introvert របស់យើងរហូតហើយមិនតែប៉ុណ្ណោះសំបីតែតាពូជីហ្នឹងក៏អង្គុយក្បែរគេដែលធ្វើឲ្យអារម្មណ៍គេនៅពេលនេះគឺហាក់ដូចជានៅក្នុងទីលានប្រកួតមួយអញ្ចឹងឯសាតាហ្នឹងក៏អង្គុយឆ្ងាយគេទៀតដល់នៅពេលនោះដែរគូរូហ្នឹងគេក៏បាននឹកឃើញគំនិតមួយដោយគេសុំផ្លាស់ប្ដូរតុគ្នាអង្គុយជាមួយនឹងអូតាតែមែនណាតែអូតាហ្នឹងក៏បានបដិសេធដោយគេហ្នឹងបាននិយាយថាគឺថាគេហ្នឹងចង់អង្គុយក្បែរនាងមែនគ្មានផ្លាស់នោះទេតែគូរូហ្នឹងក៏បានបដូរគំនិតទៅនិយាយជាមួយនឹងកញ្ញា introvert របស់យើងវិញម្ដងហើយកញ្ញា introvert របស់យើងហ្នឹងនាងក៏បដិសេធផងដែរនាងអត់ចង់អង្គុយជាមួយអូតាហ្នឹងអីចឹងណាហើយមកចូលរៀនក៏បានមកដល់ហើយនៅពេលនោះដែរគឺដូចជាអ្វីដែលគូរូគេបានគិតពិតមែនគឺថាគេប្រៀបដូចជាអ្នកនំសាមួយអញ្ចឹងដោយអូតាហ្នឹងគេបានគូរូឲ្យគូរូហើយតែឲ្យហ្វាដាតែគូរូហ្នឹងគេក៏បានមើលរូបនោះពេលគេមើលហើយហ្នឹងគេគឺចង់គិតតែម្ដងហើយដោយសារតែរូបហ្នឹងវាកម្លាំងខ្លាំងពេកហើយបន្ទាប់មកហ្នឹងគូរូក៏បានហុចទៅកាន់ហ្វាដាហ្វាដានាងមើលរូបហ្នឹងហើយនាងក៏សម្ដែងផងដែរហើយបន្ទាប់មកហ្នឹងនាងក៏បានហុចក្រដាស់ហ្នឹងទៅឲ្យគូរូវិញហើយនៅពេលដែលគូរូនឹងអូតាគេមើលរូបហ្នឹងហើយហ្នឹងគេពិតជាអត់សម្ដែងខ្លាំងណាស់ព្រោះថានាងបានគូរូកូនរបស់វាដែលធ្វើឲ្យពីរនាក់ហ្នឹងស្អិចខ្លាំងពេកហ្នឹងលោកគ្រូក៏បានចាប់បានដោយសារតែបែបហ្នឹងហើយតើគូរូរបស់យើងហ្នឹងគឺថាអត់ចង់អង្គុយក្បែរពីរនាក់ហ្នឹងទេព្រោះថានៅពេលដែលលោកគ្រូស្ដីឲ្យហ្នឹងគឺស្ដីឲ្យទាំងគេដែរអញ្ចឹងហើយតើគេហ្នឹងអត់ចង់អង្គុយក្បែរពីរនាក់ហ្នឹងតែពេលអូតាហ្នឹងត្រូវបានលោកគ្រូស្ដីឲ្យប៉ុណ្ណឹងហើយគេអត់ព្រមឈប់ទៀតក៏បានហៅចដាមួយទៀតមកឲ្យគូរូពេលដែលគូរូគេមើលហើយហ្នឹងគេពិតជាអត់សម្ដែងលើដើមដោយសារតែអូតាហ្នឹងគេបានគូរូតាពូជាឡើងអាក្រក់ដែលធ្វើឲ្យតាពូជាហ្នឹងនាងបានសួរថាមានរឿងអ្វីមើលតើដូចជាកំ pl ែងដល់ហើយហ្នឹងតែគឺថាពីរនាក់ហ្នឹងខំមកយកគូរូតាពូជាឡើងអាក្រក់ហើយតែគេយកតែបន្ទាប់មកហ្នឹងគូរូគេក៏បានហុចក្រាននោះទៅឲ្យហ្វាដារបស់យើងហ្នឹងខូចផងដែរហ្នឹងហើយនាងបានគូរូបមនុស្សដែលរូបមនុស្សនោះគឺសិស្សលោកគ្រូអូនីវ៉ាខ្លាំងមែនតើហើយនៅពេលនោះដែរលោកគ្រូអូនីវ៉ាគាត់ក៏បានឃើញហើយក៏បានហៅអូតានិងគូរូហ្នឹងទៅបានអាល័យអប់រំអញ្ចឹងមិនថាមករៀនមកសតហ្នឹងគឺអត់នាំគ្នារៀនហ្នឹងទេគាត់ទៅនាំគ្នាតែគូរូរបស់យើងហ្នឹងទេគឺគ្នាអត់ចង់ពាក់ព័ន្ធជាមួយពីរនាក់ហ្នឹងទេតែមានណាគឺថាត្រូវផ្លាស់ប្ដូរទៅមកអង្គុយជាពួកគេទាំងពីរគឺធ្វើឲ្យគេហ្នឹងក៏ត្រូវសួយផងដែរហើយបន្ទាប់មកហ្នឹងសាច់រឿងបានកើតយើងឃើញនៅថ្ងៃថ្មីហើយថ្ងៃនេះដែរអូតាជាមួយនឹងមិត្តភក្តិរបស់គេពីរនាក់ណាដល់ពេលដែលគេដើរទៅរៀនសក់ហ្នឹងគឺស្រាប់តែបានជួបជាមួយនឹងទូស្រីរបស់យើងនៅនាងកំពុងតែលេងព្រៃមានជាមួយនឹងរូបកតុកតាមួយផងដែរហើយដល់ពេលនោះដែរអូតារបស់យើងហ្នឹង
ក្បានគិតថានឹងធ្វើបាបយ៉ាងទៀតហើយមកបែបហ្នឹងខ្លងខ្លួនមានតែកំណត់ធ្វើបាបគេរហូតគេក្បានគិតថានឹងយកដុំទឹកកកមួយហ្នឹងទៅពញាក់នាងដើម្បីនាងភ័យខ្លាចហើយមិនទាន់នឹងបានធ្វើបាបនាងផងគឺស្រាប់តែទូស្រីរបស់យ៉ាងហ្នឹងក៏បានយកដុំទឹកកកហ្នឹងមកកប់ក្បាលរបស់គេមកដែលធ្វើឲ្យគេហ្នឹងគឺពិតជាខឹងខ្លាំងមែនទែនហើយក៏បានសួរថានាងហ្នឹងយកដុំទឹកកកហ្នឹងមកកប់ក្បាលរបស់គេធ្វើអីហើយញ៉ាំបានរបស់យ៉ាងហ្នឹងបានប្រាប់ថានាងបានឃើញថាអូតាហ្នឹងកាន់ដុំទឹកកកមួយហើយនាងខ្លាចថាអូតាកប់នាងទៅនាងហ្នឹងកប់គេមកអូតាគេឃើញឱកាសល្អបែបនោះគេក៏បានបបួលទូស្រីរបស់យ៉ាងហ្នឹងលេងដុំទឹកកកដែលគេហ្នឹងនឹងរកវិធីដើម្បីធ្វើបាបនាងហើយនៅពេលនោះដែរគេបានគិតថានៅពេលលេងកប់ទឹកកកហ្នឹងហើយនៅពេលនោះដែរនាងច្បាស់ជារអិលជាងដួលជាមិនខានគឺថាគិតឲ្យងាយៗហ្មងបែបហ្នឹងគឺតែគេហ្នឹងល្ងងឯងធ្វើបាបមិនយ៉ាប់មកបែបអូតាហើយនៅពេលនោះដែរខ្ញាហ្វាដារបស់យ៉ាងហ្នឹងនាងក៏បានកប់អូតាហើយមានណាគឺថាកប់គេខុសតែធ្វើឲ្យអូតាហ្នឹងគេបានចិត្តតែម្ដងហើយគេក៏បានសុខចង្អុលឲ្យនាងទីហើយជួនជាពេលហ្នឹងដែរគឺស្រាប់តែមានដុំទឹកកកមួយយ៉ាងធំបានធ្លាក់មកtrongក្បាលរបស់គេដែលធ្វើឲ្យអូតាហ្នឹងគេពិតជាមិនអស់ចិត្តសោះយីតាបែបហ្នឹងធ្វើបាបគេតែមានណាគឺថាកម្មតាមទឿនរហូតដល់xongហើយនៅពេលដែរមិត្តភក្តិរបស់គេពីរនាក់ស្រាប់តែជាមួយនឹងគូរੂគេឃើញបែបនោះគេគិតថាហើយដល់ហើយណាយើងចូលរួមលេងនឹងគេទៅហើយនៅពេលនោះដែរគេបានចូលរួមលេងជាមួយនឹងទូស័យរបស់យើងបើពួកគេទាំង3នាក់ហ្នឹងគឺបានព្រួតដៃគ្នាគឺធ្វើបាបអូតាតែម្ដងដែលធ្វើឲ្យអូតាហ្នឹងគឺពិតជាខ្លាំងមែនតើហើយដែលធ្វើមិត្តភក្តិរបស់គេហ្នឹងគឺពិតជាអស់សំណើចជាមួយនឹងអូតាខ្លាំងមែនតើនិយាយទៅគឺថាមិត្តភក្តិរបស់អូតាហ្នឹងក៏ដែរកាត់យើងអូតាហ្នឹងទេគឺថាចូលរួមមួយទូស័យរបស់យើងធ្វើបាបអូតារហូតដោយសារតែអូតារបស់យើងហ្នឹងខូចខ្លាំងពេកយកទៅសំមកសំបីតែមិត្តភក្តិខ្លួនឯងហ្នឹងក៏អត់កាន់ជើងដែរទៅមកហ្នឹងសាច់រឿងរបស់គេក៏បានកាត់ឲ្យយើងឃើញកាលពីអតីតកាលពីពួកគេនៅកុមារភាពតែគ្រាន់តែឃើញភ្លាមហ្នឹងគឺយើងមិនចាំបាច់ឆ្ងល់នោះទេក្មេងប្រុសដែលកាន់កញ្ចាំងជែកហ្នឹងគឺជាអូតាហ្នឹងហើយព្រោះថាគេហ្នឹងគឺថារបបតាំងពីក្មេងហ្នឹងគឺថាលេងអីគឺចម្លែកខុសគេអីចឹងអ្នកគ្រូហ្នឹងក៏បានមកស្ដីឲ្យអូតាហ្នឹងគឺលេងអីប្លែកខុសពីគេអីចឹងទោះបីជាអូតារបស់យើងហ្នឹងលេងអីប្លែកខុសគេក៏ដោយប៉ុន្តែមិត្តរួមថ្នាក់របស់គេទាំងអស់គ្នាគឺសុទ្ធសឹងតែចូលចិត្តអូតាតែម្ដងហើយព្រោះថាគេគឺតែងតែធ្វើឲ្យមិត្តភក្តិរបស់គេសប្បាយរីករាយហើយនៅពេលនោះដែរពេលដែលអូតាគេកំពុងតែរត់លេងជាមួយនឹងមិត្តភក្តិរបស់គេណាប្រាប់តែគេហ្នឹងក៏លេចឃើញជាមួយនឹងទូស្រីរបស់យើងដែលនាងកំពុងតែអង្គុយម្នាក់ឯងនិយាយទៅគឺថាទូស្រីរបស់យើងនាងតែងតែចូលចិត្តលេងម្នាក់ឯងទៅភាពស្ងៀមស្ងាត់តាំងពីក្មេងអីចឹងពេលនោះដែរអ្នកគ្រូក៏បានហៅពួកគេហើយពួកគេហ្នឹងបបួលទូស្រីរបស់យើងនឹងលេងដែរទៅហើយពួកគេក៏បានប្រាប់ថាគឺពួកគេអត់ចេះលេងជាមួយនឹងទូស្រីរបស់យើងនឹងទេព្រោះថានាងក៏អត់ដែរញញឹមសោះទោះបីជាពួកគេទាំងអស់គ្នាព្យាយាមនិយាយហើយនឹងលេងសើចជាមួយនាងក៏ដោយប៉ុន្តែនាងមិនងាយនិយាយហើយនឹងញញឹមវៃឡើយតែមកហ្នឹងអូតាគេក៏បានមកចូលមើលនាងហើយមិនតែប៉ុណ្ណោះតែគឺបានបោះកញ្ចាញ់ចែកទៅជប់នឹងក្បាលរបស់នាងទៀតចំណែកឯទូស្រីរបស់យើងហ្នឹងគឺមិនធម្មតាដែរហ្នឹងឃើញអត់មុនអញ្ចឹងទេប៉ុន្តែនាងគឺបានក៏លោះកញ្ចាញ់ចែកហ្នឹងមកជាប់ជាមួយនឹងអូតាធ្វើឲ្យអូតាស្អាតមិនចង់ក៏គេអស់មកសាលាតែម្ដងហើយទៅមកហ្នឹងអូតាក៏បានបបួលនាងទៅលេងនៅខាងក្រៅជាមួយនឹងមិត្តភក្តិព្រោះថាគេចង់ធ្វើឲ្យនាងគឺមានភាពសប្បាយរីករាយដូចជាសារតីអីចឹងមិនតែប៉ុណ្ណោះអូតាហ្នឹងគេក៏បានពយល់តែកាន់នាងផងដែរថាឲ្យនាងគឺព្យាយាមនិយាយហើយនឹងធ្វើអ្វីដែលនាងចូលចិត្តទៅកុំនៅធ្វើតែម្នាក់ឯងអីចឹងហើយទៅមកហ្នឹងអូតាក៏បានដាក់ដៃនាងចាញ់មុខក្រៅដែលធ្វើឲ្យមិត្តភក្តិទាំងអស់គ្នាហ្នឹងក៏ស្រឡាញ់កម្មផងដែរព្រោះថាអូតាអាចបបួលនាងបានចាញ់មុខក្រៅហើយនៅពេលនោះដែរអូតាហ្នឹងក៏បានប្រាប់ឲ្យទូស័យរបស់យើងហ្នឹងនិយាយអ្វីមួយទៅហើយនៅពេលនោះគឺថាទូស័យរបស់យើងគឺនាងស្ទាក់ស្ទើរខ្លាំងមែនទែនអញ្ចឹងហើយក៏បានប្រាប់ថានាងចង់លេងជាមួយនឹងពួកគេផងដែរចំណែកមិត្តភក្តិរបស់គេហ្នឹងពេលតែលឺនាងនិយាយបែបនោះភ្លាមគឺពួកគេក៏បានប្រាប់ថាគឺមិនអីនោះទេព្រោះគេហ្នឹងក៏ចង់លេងជាមួយនឹងទូស័យរបស់យើងផងដែរទៅមកហ្នឹងពួកគេទាំងអស់គ្នាក៏បាននាំគ្នារត់លេងយ៉ាងសប្បាយរួមជាមួយនឹងទូស័យរបស់យើងផងដែរហើយបន្ទាប់ពីពួកគេរត់លេងហើយហ្នឹងទូស័យរបស់យើងនាងក៏បានឃើញអូតាកំពុងតែចង់ជួបអ្នកគ្រូប៉ុន្តែដឹងថាគេហ្នឹងមានរឿងអ្វីនោះទេទៅមកហ្នឹងពេលយប់ក៏បានមកដល់ហើយទូស័យរបស់យើងហ្នឹងនាងក៏បានគិតអំពីរឿងរ៉ាវពីថ្ងៃផងដែរនាងមានអារម្មណ៍ថាកាលពីថ្ងៃហ្នឹងគឺនាងពិតជាសប្បាយរីករាយខ្លាំងមែនទែនដោយបានលេងជាមួយនឹងមិត្តភក្តិរបស់នាងព្រោះថាពីមុនហ្នឹងគឺនាងអត់ដែលបានចូលរួមលេងជាមួយនឹងមិត្តភក្តិរបស់នាងពីមុននោះឡើយហើយគឺនាងបានគិតថានៅថ្ងៃស្អែកនាងនឹងអរគុណទៅកាន់អូតាព្រោះថាអូតាហ្នឹងហើយទៅធ្វើឲ្យនាងបានទទួលនូវក្តីស្រឡាញ់ហើយនូវភាពរីករាយជាមួយនឹងមិត្តភក្តិរួមថ្នាក់តែថ្ងៃស្អែកក៏បានមកដល់ហើយនៅពេលដែលជួបជុំគ្នាហ្នឹងគឺស្រីរបស់យើងគឺបានព្យាយាមរកទៅកាន់អូតាប៉ុន្តែក៏អត់ឃើញអូតានោះឡើយបន្ទាប់មកហ្នឹងអ្នកគ្រូក៏បានចូលមកដល់ក៏បានប្រាប់ថាពេលនេះគឺលែងមានអូតានៅទីនេះទៀតដែរព្រោះថាអូតាគេបានផ្លាស់ប្ដូរទីលំនៅហើយដែលធ្វើឲ្យសិស្សគ្រប់គ្នាហ្នឹងគឺពិតជាភ្ញាក់ផ្អើលនិងស្រឡាញ់កាន់ខ្លាំងមែនតើអូតាគឺជាមនុស្សម្នាក់ដែលពួកគេតែងតែស្រឡាញ់ខ្លាំងណាស់ព្រោះថាអូតាតែងតែផ្ដល់នូវភាពរីករាយជាមួយនឹងពួកគេតែប៉ុណ្ណោះសម្បីតែអ្នកគ្រូហ្នឹងក៏គាត់អត់សប្បាយចិត្តផងដែរជាពិសេសហ្នឹងថាទូស្រីរបស់យើងហ្នឹងឯងដែលនាងគឺពិតជាមិនសប្បាយចិត្តសោះនៅពេលឮដំណឹងនេះភ្លាមហើយមិនតែប៉ុណ្ណោះនាងក៏បាននឹកឃើញនៅពាក្យសម្ដីដែលអូតាបាននិយាយប្រាប់នាងផងដែរដោយគេបានប្រាប់ថានាងធ្វើអ្វីដែលនាងចង់ធ្វើហើយនឹងប្រាប់អ្វីទៅកាន់អ្នកដែលនាងចង់ប្រាប់ហើយនៅពេលនោះនាងបានប្រាប់ថាអ្វីដែលនាងចង់ប្រាប់នោះគឺនាងគឺចូលចិត្តអូតាហើយបែបនេះហើយនៅពេលដែលអូតារត់រឿងនាងឬក៏យកមកកាន់នាងគឺនាងមិនដែលខាននឹងប្រកាន់តែកាន់អូតានោះឡើយព្រោះអីគេថាទូស្រីរបស់យើងក្រាស់គេតាំងពីក្មេងក្នុងគេបន្តនេះដែរដោយចាប់តាមដំបងនៅថ្ងៃនេះគឺលោកគ្រូគាត់ក៏បានចែកជាមួយនឹងក្រដាសប្រឡងហើយយើងឃើញថាតាពូជីនាងពិតជាពូកែខ្លាំងមែនទែនដោយបន្ទុករបស់នាងបាន100បន្ទុកពេញតែម្ដងហើយលោកគ្រូគាត់ក៏បានណែនាំឲ្យសិស្សគ្រប់គ្នាហ្នឹងព្យាយាមខិតខំរៀនសូត្របន្ថែមទៀតហើយឃើញបែបនោះតាពូជីនាងក៏បានបបួលទូស្រីរបស់យើងហ្នឹងថារៀននៅបណ្ណាល័យបន្ថែមដោយទូស្រីរបស់យើងលើបែបនោះភ្លាមនាងក៏មិនបង្អង់យូរដែរនាងក៏បានយកព្រមទៅធ្វើឲ្យតាពូជីហ្នឹងនាងពិតជាស្បាយចិត្តជាខ្លាំងព្រោះថារយៈពេលជាង2ឆ្នាំហើយដែលនាងចង់រៀនជាក្រុមជាមួយនឹងទូស្រីយើងព្រោះថាកន្លងមកគឺនាងមិនសូវហ៊ាននិយាយស្ដីហើយនឹងជិតស្និទ្ធជាមួយនឹងទូស្រីរបស់យើងឡើយទើបនៅពេលនេះនាងបានខ្លាចជាមិត្តនាងបានរៀនជាមួយគ្នាបែបនេះទៀតគឺធ្វើឲ្យនាងហ្នឹងគឺពិតជាស្បាយចិត្តខ្លាំងមែនទែនហើយនាងសង្ឃឹមថានៅពេលដែលចូលទៅរកបណ្ណាល័យហ្នឹងគឺគ្មានអ្នកណាគេដែលមករំខាននាងរៀនទៅចោលកំពុងតែសប្បាយចិត្តណាស់
បែរជាឃើញជាមួយនឹងអូតាសាតានិងគូរੂក្នុងបណ្ណាល័យផងដែរធ្វើឲ្យតាពូជីគឺនាងពិតជាមុំម៉ាំខ្លាំងមែនទេណាថា3នាក់ហ្នឹងគឺមិនសូវជានិយាយត្រូវគ្នានិងនិយាយចូលគ្នាជាមួយនាងឡើយជាពិសេសនោះតែបែអូតានឹងតែម្ដងហើយឲ្យតែជួបមុខនាងកាលណានឹងតែចង់ស៊ីសាច់ហត់ឈាមគ្នាតែម្ដងហើយតាពូជីនាងក៏បានប្រាប់ប្រកាន់ទូស្រីយើងថាពួកគេទាំងពីរគួរតែរកទៅអង្គុយឲ្យឆ្ងាយពីពួកគេ3នាក់ណាហើយនៅពេលដែលពួកគេក្រឡេកមើលជុំវិញនោះឃើញថាមានតូណាដែលទំនេរឡើយអញ្ចឹងហើយគឺនាងមានតែបង្ខំចិត្តអង្គុយជិតពួកគេនឹងឯងហើយអ្នកដែលបង្ខំចិត្តហ្នឹងគឺមានតែតាពូជីនឹងឯងព្រោះថាទូស្រីរបស់យើងហ្នឹងគឺនាងសប្បាយចិត្តខ្លាំងណាស់ដោយបានអង្គុយជិតក្រាស់នាងហើយនៅពេលដែលពួកគេកំពុងតែរៀននោះតាពូជីនាងក៏បានសង្កេតឃើញថាពួកគេហ្នឹងគឺពិតជាព្យាយាមចូលចិត្តទុកដាក់នៅក្នុងការរៀនសូត្រខ្លាំងមែនទែនប៉ុន្តែនៅពេលដែលនាងងាកយកក្រុមហ្នឹងស្រាប់តែឃើញថាចំយៈអត់មានរៀនឯណាគឺនាំគ្នាលេងបៀទៅវិញហើយនាងក៏បានស្ដីឲ្យពួកគេថាហេតុអ្វីបានជានាំគ្នាលេងបៀអត់នាំគ្នាខិតខំរៀនសូត្រអញ្ចឹងចំណែកពួកគេហ្នឹងគឺមិនស្ដាប់នោះឡើយក៏នាំគ្នាបន្តលេងទៀតពេលដែលនាងថាគេហើយគេអត់ស្ដាប់ដល់ពេលអញ្ចឹងនាងមានតែរៀនម្នាក់ឯងនៅពេលដែលរៀនហ្នឹងតាពូជីរបស់យើងហ្នឹងដែរកាន់សិភៅឯងប៉ុន្តែភ្នែកនាងមើលគេរហូតប៉ុន្តែប៉ុណ្ណោះតាពូជីនាងក៏បានប្រាប់ពីរបៀបលេងទៅកាន់គូរੂទៀតដែលហេតុថាតាពូជីហ្នឹងនាងជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់នៅក្នុងការរៀនសូត្រដែរដល់ពេលអញ្ចឹងនាងទ្រាំមិនបាននោះឡើយក៏បានស្ដីឲ្យពួកគេម្ដងទៀតហើយនៅពេលនោះដែរអូតាហ្នឹងក៏បានតបមកវិញថាគេហ្នឹងមិនខ្វល់ពីការរៀននោះទេទោះបីជាលទ្ធផលធ្លាក់ក៏ដោយព្រោះថាគេមិនខ្វល់ពីការរៀនគិតតែខំរៀនអត់មានសេរីភាពអីចឹងហើយខំរៀនដូចមនុស្សគាត់អត់មានពេលវេលាឲ្យខ្លួនឯងអីចឹងទៅហើយនៅពេលនោះដែរតាពូជីលឺហើយហ្នឹងនាងពិតជាអន់ចិត្តខ្លាំងមែនទែនហើយនាងហ្នឹងក៏បានរត់ចេញទៅក្រៅហើយនៅពេលដែលពួកគេឃើញតាពូជីរត់ចេញបែបនោះពួកគេក៏រៀងស្រងាក់ចិត្តដែរព្រោះថានិយាយអត់គិតដល់យកមកអូតាហ្នឹងហើយនៅពេលដែលតាពូជីនាងមកដល់បន្ទប់ទឹកហ្នឹងនាងក៏បានគិតថាការដែលនាងខិតខំរៀនសូត្រហ្នឹងគឺជាមនុស្សឆ្កួតមែនហើយនាងហ្នឹងក៏បានគិតថាជារឿងមួយដែលល្អតាហើយការខិតខំរៀនសូត្រហ្នឹងគ្មានអ្វីដែលអាក្រក់នោះឡើយនាងគិតទៅហ្នឹងគឺពិតជាខំជាមួយនឹងអូតាខ្លាំងណាស់ហើយនៅពេលនោះដែរបានតាទូស្រីរបស់យើងហ្នឹងនាងក៏បានលួចមើលហើយនាងក៏ដឹងថាតាពូជីហ្នឹងនាងអារម្មណ៍មិនល្អផងដែរអត់ចិត្តអីចឹងហើយនៅពេលនោះដែរនាងក៏បានចូលមកលួងនាងតែនាងបាននិយាយថាតាមពិតទៅអូតាហ្នឹងគេគ្មានដំណើរក្រោយនឹងដូចពេលដែលគេនិយាយនោះឡើយហើយនៃរបស់អូតាហ្នឹងគឺគេចង់សំដៅទៅលើឲ្យយើងហ្នឹងគឺមានពេលវេលាសម្រាប់ខ្លួនឯងខ្លាំងកុំដាក់សម្ពាធឲ្យខ្លួនឯងខ្លាំងពេកអីចឹងហើយទូស្រីរបស់យើងនាងក៏បានបន្តថាតាពូជីគឺជាមនុស្សដែលឆ្លាតពូកែហើយនឹងគួរឲ្យស្រឡាញ់ខ្លាំងណាស់ហើយនៅពេលនាងយកចិត្តទុកដាក់នៅក្នុងការសិក្សារៀនសូត្រហ្នឹងគឺរត់តែឃើញថានាងគឺមានភាពជាខ្លួនឯងហើយនឹងគួរឲ្យស្រឡាញ់អីចឹងគ្រាន់តែតាពូជីលើបែបនោះហើយគឺធ្វើឲ្យនាងហ្នឹងគឺពិតជាសប្បាយចិត្តខ្លាំងណាស់នេះបញ្ជាក់ថាទូស្រីរបស់យើងគឺបានយល់ពីចិត្តនាងហើយមិនតែប៉ុណ្ណោះថែមទាំងឲ្យតម្លៃនៃការសិក្សារបស់នាងទៀតហើយនៅពេលនោះដែរទូស្រីរបស់យើងនាងក៏បាននាំតាពូជីត្រឡប់ទៅវិញហើយជួនជាពេលនោះដែរស្រាប់តែបានលឺអូតានឹងមិត្តភក្តិរបស់គេហ្នឹងនិយាយសរសើរពីតាពូជីដែលពួកគេហ្នឹងបានប្រាប់ថាតាពូជីគឺជាមនុស្សម្នាក់ដែលឆ្លាតពូកែនិងខ្ជិលគួរឲ្យស្រឡាញ់ណានៅពេលដែលតាពូជីលឺបែបនោះហើយគឺធ្វើឲ្យចិត្តនាងហ្នឹងក៏សប្បាយឡើងវិញផងដែរហើយបន្ទាប់មកហ្នឹងសាររបស់គេក៏បានកាត់យើងឃើញនៅថ្ងៃបន្ទាប់ដោយថ្ងៃនេះដែរថ្ងៃទិវានៃសិទ្ធិនារីដែលប្រាប់ជាច្រើនហ្នឹងគឺគេបានប្រគល់កាដូទៅកាន់មនុស្សដែលគេស្រឡាញ់ចំណែកទូស្រីរបស់យើងនៅពេលដែលនាងកំពុងទៅដើរទៅថ្នាក់រៀនហ្នឹងក៏បានជួបជាមួយនឹងអូតាដោយអូតាហ្នឹងគេបានប្រាប់ថាគេមានរបស់ចង់ឲ្យគ្រាន់តែទូស្រីយើងលឺភ្លាមហ្នឹងនាងក៏ចង់ផាំងដែរគឺថាទៅអ្វីទៅដែលអូតាគេចង់ឲ្យនាងនោះហើយបន្ទាប់មកហ្នឹងអូតាគេក៏បានឲ្យប្រអប់មួយទៅកាន់នាងហើយនៅពេលដែលទូស្រីរបស់យើងបើប្រអប់ហ្នឹងទៅឃើញថាគឺជាកូនតកោដួងហើយនាងហ្នឹងក៏បាននិយាយអ្វីដែរហើយបន្ទាប់មកហ្នឹងអូតាហ្នឹងគេក៏បានបង្ហាញជាមួយនឹងប្រអប់មួយទៀតហើយនៅពេលដែលនាងបើប្រអប់ទី2ហ្នឹងឃើញថាវាគឺជាសត្វកន្លាតហើយនៅពេលនោះដែរធ្វើឲ្យទូស្រីរបស់យើងហ្នឹងគឺនាងពិតជាផ្អើលខ្លាំងណាស់បែអូតាហ្នឹងយ៉ាប់ហ្មងគឺថាអត់ដែរគិតអីល្អហ្នឹងទេគឺគិតតែកណ្ដិតធ្វើបាបគេរហូតហ្មងហើយបន្ទាប់មកហ្នឹងសាច់រឿងរបស់គេក៏បានកាត់យើងឃើញនៅថ្ងៃមុនសិទ្ធិនារីមួយថ្ងៃនៅថ្ងៃមុនហ្នឹងគឺអូតាហ្នឹងគេក៏បានចូលទៅបន្ទប់បងសិស្សរបស់គេដែលធ្វើបងសិស្សរបស់គេហ្នឹងក៏ញាប់ផ្អើលផងដែរព្រោះថាកន្លងមកហ្នឹងគឺអូតាគេអត់ដែរចូលទៅបន្ទប់បងសិស្សរបស់គេនោះឡើយទៅធ្វើបងសិស្សរបស់គេហ្នឹងញាប់ផ្អើលហើយក៏បានសួរទៅកាន់អូតាផងដែរអូតាហ្នឹងក៏បានប្រាប់ថាគឺគេចង់ធ្វើកាដូទៅកាន់មនុស្សម្នាក់ដើម្បីគេស្រ័យខ្លាំងអីចឹងគេហ្នឹងគួរតែរៀបចំរបស់អ្វីហើយនៅពេលនោះដែរបងស្រីហ្នឹងគាត់ក៏បានប្រាប់ថាអត់អីនោះទេគឺទូគាត់ជាអ្នករៀបចំឲ្យដឹងតែស្រ័យខ្លាំងតែម្ដងហើយទៅអូតាហ្នឹងក៏ឆ្ងល់ផងដែរថាទៅអ្វីទៅដែលបងស្រីរបស់គេប្រាប់ថាស្រ័យខ្លាំងព្រោះថាបំណងរបស់គេគឺមិនមែនជាកាដូដែលធ្វើឲ្យទូស្រីរបស់យើងសប្បាយចិត្តហ្នឹងទេគឺជាកាដូដែលធ្វើឲ្យនាងភ្ញាក់ផ្អើលហើយនឹងខ្លាចអីចឹងហើយកាដូនោះក៏បានមកដល់ដៃទូស្រីរបស់យើងហើយនៅពេលនោះដែរអូតាហ្នឹងពឹងខ្លាំងហើយថានឹងជាកាដូដែលធ្វើឲ្យទូស្រីរបស់យើងភ័យខ្លាចហើយនឹងភ្ញាក់ផ្អើលមានអីនៅពេលដែលនាងបើកទៅគឺជាសូកូឡាដែលធ្វើឲ្យអូតាហ្នឹងឡើងកែហើយមិនតែប៉ុណ្ណោះថែមទាំងមានសរសេរសម្បត្តិមួយទៀតដែលសម្បត្តិនោះបានសរសេរថា I love you ថែមទាំងដាក់ឈ្មោះរបស់អូតាពីក្រោមយ៉ាងច្បាស់ផងដែរព្រោះអូតាហ្នឹងគេពិតជាខឹងជាមួយនឹងបងស្រីរបស់គេខ្លាំងណាស់តែធ្វើឲ្យគេហ្នឹងគឺពិតជាខ្លាចទូស្រីរបស់យើងខ្លាំងមែនទែនហើយបន្ទាប់មកហ្នឹងអូតាគេបានបដិសេធថាគឺជាកាដូរបស់បងស្រីគេមិនមែនជាកាដូរបស់គេនោះឡើយគេអត់ដឹងរឿងអីនោះទេនិយាយទៅយ៉ាប់មកបែបណាតែមែនណាគឺពិតជាណាត់ទូស្រីរបស់យើងខ្លាំងណាស់គ្នាខំតែសប្បាយចិត្តតែមានតែលឺអូតាថាបែបនោះភ្លាមក៏ធ្វើឲ្យនាងហ្នឹងគឺអន់ចិត្តភ្លាមតែម្ដងហើយទូស្រីរបស់យើងឃើញថាអូតាហ្នឹងដូចជាប្លែកៗមកទេអញ្ចឹងហើយណាចឹងហើយនាងក៏សួរទៅកាន់អូតាតើអូតាមានការអ្វីទៀតអត់ហើយអូតាហ្នឹងគេប្រាប់ថាគ្មានទេប៉ុន្តែដៃរបស់គេហ្នឹងលូកកប៉ាល់រហូតឃើញបែបនោះទូស្រីរបស់យើងហ្នឹងនាងក៏បានដេញដណ្ដើមប៉ុន្តែមើលទៅមុខអូតាហ្នឹងច្បាស់ជាមានអីហើយព្រោះថាមុខគេហ្នឹងលឹងក្រហមពេញហ្នឹងតាមពិតទៅហ្នឹងគឺអូតាគេមានស្ករគ្រាប់ឲ្យនេះព្រោះថាស្ករគ្រាប់ហ្នឹងដែលជាកាដូពិតប្រាកដរបស់គេនិយាយទៅបែអូតាហ្នឹងបារម្ភពីគេយកចិត្តទុកដាក់ជាមួយគេប៉ុន្តែមាត់នឹងរឹងហើយធ្វើអញខ្មើអីណាយ៉ាប់មកហើយជួនទៅពេលនោះដែរសាតានិងគូរੂហ្នឹងគេក៏បានឃើញពីអ្នកហ្នឹងនិយាយគ្នាដែរដល់ពេលអញ្ចឹងគេក៏បានរត់មកសួរទូស្រីរបស់យើងថាម៉េចដែរអូតាហ្នឹងបានអោយអ្វីតានាងអីចឹងពួកគេហ្នឹងក៏ដឹងដែរ
ថាចិត្តរបស់អូតាហ្នឹងគិតបែបម៉េចទៅកាន់ទូស្រីរបស់យើងមានតែបែអូតាហ្នឹងឯងដែលដឹងចិត្តខ្លួនឯងហើយចៃភាកហ្នឹងឃើញថាអូតាមិនដឹងជាគិតអ្វីក្នុងខ្លួនហ្នឹងទេបានជាបបួលហ្វាដារបស់យើងហ្នឹងទៅលេងពេលរបស់គេតែគ្រាន់តែសាតាហ្នឹងគឺរੂលើភ្លាមគេក៏ភ្ញាក់ផ្អើលផងដែរគិតថាអូតាហ្នឹងសង្ស័យថាលេបថ្នាំខ້ອຍមើលទៅព្រោះថាបបួលកូនស្រីគេទៅលេងផ្ទះយ៉ាប់ហ្មងហើយទូស្រីរបស់យើងនាងក៏បានទៅផ្ទះអូតាហ្នឹងដោយបំណងពិតមែននៅពេលនេះនាងកំពុងតែដើរផ្ទះអូតាហ្នឹងឯងចំណែកអូតានៅខាងក្នុងហ្នឹងគេកំពុងតែរៀបចំគម្រោងដើម្បីធ្វើបាបនាងទៀតហើយតែបែបហ្នឹងគំនិតអាក្រក់ហ្នឹងគឺធ្វើបានគ្រប់យ៉ាងតម្រង់ហើយនិយាយថាគឺចេញរហូតហ្មងតែនៅពេលនោះដែរអូតាហ្នឹងគេក៏បានដើរមកបើកទ្វារហើយនាងក៏បានចូលទៅក្នុងដោយមើលទៅមុខហ្វាដារបស់យើងហាក់ដូចជាភ័យខ្លាំងណាស់ឃើញបែបនោះអូតាគេបានប្រាប់ថាកុំឲ្យនាងហ្នឹងភ័យអីព្រោះតែគេហ្នឹងគឺនៅម្នាក់ឯងទេហើយនៅពេលដែលចូលទៅដល់ខាងក្នុងអូតាហ្នឹងគេបានតែចុចកុងតាក់បើកភ្លើងហើយភ្លើងហ្នឹងវាអត់ភ្លឺស្អីអូតាហ្នឹងគេធ្វើជាស្រែកស្រង់ឆ្លោះអីណាប៉ុន្តែទៅភ្លើងហ្នឹងគឺជាបិចរបស់អូតាហ្នឹងទេគេចង់បន្លាចនាងអីចឹងទេទៅការដែលបបួលកូនស្រីគេមកលេងផ្ទះហ្នឹងគឺគ្មានអ្វីដែលល្អហ្នឹងទេអូតាហ្នឹងមានតែគំនិតចង់ធ្វើបាបគេរហូតហ្នឹងហើយហ្វាដារបស់យើងហ្នឹងនាងក៏ខ្លាចដែរប៉ុន្តែនាងមិនសូវបញ្ចេញអារម្មណ៍ចេញមកក្រៅឡើយទៅមកហ្នឹងអូតាហ្នឹងក៏បាននាំនាងទៅក្នុងបន្ទប់របស់គេជួនជាពេលហ្នឹងដែរហើយជួនជាពេលហ្នឹងដែរទូសៀភៅហ្នឹងក៏បានដួលហើយនៅពេលនោះដែរទូស្រីរបស់យើងណាចាប់បានសៀភៅមួយក្បាលដែលសៀភៅហ្នឹងគឺជាគម្រោងសរសេរតាក់ទងនឹងការធ្វើបាបនាងអីចឹងទៅអូតាគេឃើញហើយហ្នឹងគេក៏បានគេឆក់សៀភៅនោះមកវិញយ៉ាងលឿនតែម្ដងព្រោះថាខ្លាចនាងបានអានទៅដឹងផែនការគេបន្ទាប់មកហ្នឹងទូស្រីរបស់យើងនាងក៏បានកលេចឃើញជាមួយនឹងសៀភៅមួយក្បាលទៀតដែលសៀភៅហ្នឹងជារូបថតអូតាតាំងពីក្មេងៗហើយនៅពេលនោះដែរក៏បានគិតថាអូតាហ្នឹងគឺមិនខុសគ្នាពីក្មេងហ្នឹងទេគឺគ្មានអ្វីដែលប្រែប្រួលអីចឹងនៅពេលដែលនាងកំពុងតែមើលហ្នឹងអូតាហ្នឹងគេក៏បានគេឆក់សៀភៅហ្នឹងមកវិញហើយអូតាហ្នឹងគេក៏បានបង្ហាញថាបារ៉ាមានដៃវៃនៅក្រោមគ្រែនិយាយថាដៃហ្នឹងគឺជាដៃសុបនិមិត្តដែលអូតាហ្នឹងគេបានរៀបចំទុកដើម្បីបន្លាចនាងនឹងឯងតែមានណារបស់យើងគឺនាងអត់ខ្លាចសោះហើយមិនតែប៉ុណ្ណោះថែមទាំងបានចូលទៅទាញដៃនឹងចាញ់ទៀតផងហើយនាងហ្នឹងក៏ចូលទៅក្រោមគ្រែបានប្រាប់ថាឯណាមានអីផងឃើញអីផងហ្នឹងហើយអូតាឃើញបែបនោះហ្នឹងគេចង់គេផងដែរព្រោះតាចង់ធ្វើបាបគេប៉ុន្តែមានណាថានាងមិនខ្លាចអីចឹងណាហើយអូតាហ្នឹងគេបានប្រាប់ទៅទូស្រីរបស់យើងហ្នឹងអង្គុយនៅឲ្យស្ងៀមស្រាប់តែពេលនោះដែរទូស្រីរបស់យើងហ្នឹងក៏បានលូកដៃទៅក្រោមខ្នើយហ្នឹងស្រាប់តែឃើញជាមួយនឹងសម្បត្តិដែលនាងបានសរសេរឲ្យអូតាតែមិនតែប៉ុណ្ណោះគឺមានទាំងកន្សែងដែលនាងធ្លាប់ឲ្យអូតាកាលពីមុនទៀតពេលដែលអូតាគេឃើញបែបហ្នឹងគេក៏បានសន្លត់ទៅកាន់នាងទៀតហើយថាកុំប៉ះរបស់គេហើយបែបហ្នឹងហើយទៅជាគេហ្នឹងមិនចង់ឲ្យនាងមកផ្ទះរបស់គេកាដាហ្នឹងក៏បានតបថាឲ្យនាងមកទីនេះគឺដោយសារតែអូតាជាអ្នកអញ្ជើញនាងមកខ្លួនឯងតែអីហើយអូតាហ្នឹងគេក៏បានប្រាប់ថាវាមានអីប៉ុន្តែគេមិនដែលចាត់ទុកនាងហ្នឹងគឺជាមនុស្សស្រីនោះឡើយគេចាត់ទុកនាងហ្នឹងគឺត្រឹមជាសត្វមួយប៉ុណ្ណោះតែធ្វើបាបគេហ្មងអូតាហ្នឹងមកបុលគេមកផ្ទះហើយនិយាយធ្វើឲ្យគេហ្នឹងខូចចិត្តទៀតហើយនៅពេលដែលទូស្រីរបស់យើងលើបែបនោះភ្លាមនាងពិតជាអន់ចិត្តខ្លាំងមែនទេណាហើយនៅពេលដែលអូតាគេឃើញទឹកមុខនាងបែបនោះគេក៏បាននឹកឃើញថាទឹកមុខរបស់នាងពេលនេះគឺគេធ្លាប់ឃើញនៅឯណាអីចឹងណាពេលនោះដែរអូតាហ្នឹងក៏បាននឹកឃើញថាពិតមែនហើយទឹកមុខរបស់នាងនៅពេលនេះគឺដូចកាលដែលគេហ្នឹងបានធ្វើបាបនាងពីមុនដែរកាលដែលនាងកំពុងតែញ៉ាំបាយហ្នឹងគឺអូតាហ្នឹងបានទឹកកញ្ឆក់បាយរបស់នាងហើយទឹកមុខហ្នឹងយកទៅមុខនាងខឹងហើយនៅពេលដឹងថាគេខឹងបែបនោះហើយទៅអូតាហ្នឹងក៏បាននិយាយលួងគេវិញក៏បានប្រាប់ថាពិតមែនហើយគឺគេអត់ដែលចាត់ទុកនាងជាក្មេងស្រីនោះទេប៉ុន្តែគេចាត់ទុកនាងជាមនុស្សសំខាន់អីចឹងហើយនៅពេលដែលទូស្រីរបស់យើងលើបែបនោះភ្លាមនាងក៏បានមកសួរអូតាវិញទៅថាសំខាន់បែបម៉េចទៅហើយអូតាហ្នឹងគឺគេមិនបានតបនោះទេគេបែរជាទៅយកកូនឡានហ្នឹងមកឲ្យនាងហើយអូតាហ្នឹងក៏បាននិយាយថាកូនឡានមួយនេះគឺគេលេងត្រូវការអញ្ចឹងហើយគេឲ្យតែនាងអីចឹងហើយនៅពេលដែលទូស្រីរបស់យើងឃើញកូនឡានហ្នឹងនាងក៏បាននឹកឃើញថានាងធ្លាប់អានសៀវភៅរបស់អូតាហើយកូនឡានមួយហ្នឹងគឺជារបស់មួយដែលអូតាពិតជាស្រឡាញ់ខ្លាំងណាស់តែពេលនេះអូតាបែរជាឲ្យរបស់ដែលគេស្រឡាញ់បំផុតហ្នឹងមកកាន់នាងចឹងមានន័យថាអ្វីដែលអូតានិយាយមុននេះថានាងគឺជាមនុស្សពិសេសមួយក៏វាជារឿងពិតមែននិយាយទៅគឺនាងណាស្ទើរអត់ចង់ប្រកាសក្នុងចិត្តអីចឹងព្រោះថាតាហ្នឹងម្ដងខ្មោចចាញ់ខ្មោចចូលហ្មងម្ដងល្អម្ដងអាក្រក់បន្ទាប់មកហ្នឹងអូតាក៏បានបបួលនាងមកលេងហ្គេមហាហ្គេមរបស់គេហ្នឹងមានខ្មោចដែលធ្វើឲ្យអូតាហ្នឹងសេបញ្ចាំបាច់ទេតែនៅពេលដែលទូស្រីរបស់យើងឃើញអូតាស្រីដល់ថ្នាក់ហ្នឹងនាងក៏បានមើលមុខអូតាតែម្ដងហើយអូតាហ្នឹងក៏បានប្រាប់ថាកុំមើលមុខរបស់គេមើលតែគេមើលចឹងចាំហ្មងអាបែកហ្នឹងបួលគេមកផ្ទះហើយគឺថាគេធ្វើអីក៏ខុសដែរតែបន្ទាប់មកហ្នឹងសាច់រឿងរបស់គេក៏បានកើតយើងឃើញនៅថ្ងៃមកសាលារៀនហើយនៅថ្ងៃនេះដែរគឺឃើញថាបែអូតាយ៉ាងហ្នឹងគឺបានមកកឬក៏រឿងទូស្រីរបស់យើងហ្នឹងដូចធម្មតាហ្នឹងឯងប៉ុន្តែចម្លែកតែថ្ងៃនេះទូស្រីរបស់យើងនាងបានប្រាប់ថាគឺពិតជាស្អប់អូតាខ្លាំងណាស់ហើយនៅពេលដែលអូតាគេឮបែបហ្នឹងហើយហ្នឹងគេក៏អត់ពាក្យវិចារផងដែរហើយបន្ថាឃើញគេអត់មុតគឺថាបានចិត្តហ្មងដល់ពេលចឹងមិនដឹងថាគេស្អប់ហ្នឹងគេបែបម៉េចបន្ទាប់មកហ្នឹងសាច់រឿងរបស់គេក៏បានកាត់ឲ្យយើងឃើញនៅរដូវកាលផ្ការីហើយឃើញថាទេសភាពគឺពិតជាស្រស់ស្អាតខ្លាំងណាស់ជាពិសេសហ្នឹងឃើញថាផ្កាសាគូរ៉ាហ្នឹងរីស្គូស្គីវិញនៅតែម្ដងហើយមើលទៅហ្នឹងគឺពិតជាចាប់អារម្មណ៍ខ្លាំងណាស់ដែលទូស្រីរបស់យើងហ្នឹងក៏បានយកទូរស័ព្ទហ្នឹងទៅថតជាមួយនឹងផ្កាសាគូរ៉ាហ្នឹងព្រោះវាស្អាតខ្លាំងពេកហើយអូតាគេដើរហ្នឹងក៏បានឃើញទូស្រីរបស់យើងហើយគេហ្នឹងគឺចាប់ផ្ដើមមានគំនិតអាក្រក់ទៀតហើយគឺគេនឹងគិតថានឹងជីករណ្ដៅមួយនៅពេលដែលនាងដើរថតហ្នឹងគឺច្បាស់ជាធ្លាក់ជាមួយនឹងរណ្ដៅដែលគេជីជាមិនខានឡើយនៅពេលដែលអូតាគេកំពុងតែគិតហ្នឹងទូស្រីរបស់យើងនាងក៏បានឃើញអូតាហើយក៏បានរំខានអូតាផងដែរថាអូតាហ្នឹងចូលចិត្តជាមួយនឹងផ្កាសាគូរ៉ាដែរអត់ហើយអូតាហ្នឹងគេក៏បានប្រាប់ថាគេមិនចូលចិត្តនោះទេគេមិនចាប់អារម្មណ៍អីចឹងណាតែឯគូរូវិញលើបែបនោះហើយគេក៏បានប្រាប់ថាពេលតែមានអីគឺអូតាគេមិនចូលចិត្តការហ្នឹងទេប៉ុន្តែគឺគេចូលចិត្តជាមួយនឹងទូស្រីរបស់យើងហើយនៅពេលដែលអូតាគេលើបែបនោះហើយហ្នឹងគេពិតជាខឹងជាមួយនឹងគូរូខ្លាំងមែនតើហើយអូតាហ្នឹងគេក៏បានប្រាប់ប្រកាន់គូរូវិញដែរថាកុំឲ្យគូរូហ្នឹងនិយាយលេងផ្ដេសផ្ដាស់បែប
នឹងអីប្រគេនឹងអញ្ចឹងនោះទេតែគឺថាលុយស្រឡាញ់កូនស្រីគេមែនសោះហ្នឹងអូតាយ៉ាប់ហ្មងហើយស្អីឃើញថាអូតារបស់យើងហ្នឹងគេបានដើរទៅរៀនធម្មតាទេប៉ុន្តែគឺមានមនុស្សស្រីម្នាក់បានហៅឈ្មោះរបស់គេពីក្រោយហើយមិនតែប៉ុណ្ណោះម្នាក់ស្រីហ្នឹងក៏បានសារភាពទៅកាន់អូតាផងដែរថាគេចាប់អារម្មណ៍ទៅកាន់អូតាអញ្ចឹងណាហើយនៅពេលនោះដែរទូស្រីរបស់យើងហ្វាដានិងតាបុជីហ្នឹងនាងក៏នៅទីនោះផងដែរដោយគ្រាន់តែហ្វាដាស្ដាប់ឮហើយគឺធ្វើឲ្យនាងគឺចង់គៀងនៅមួយកន្លែងតែម្ដងហើយព្រោះថាមានគេមកសារភាពប្រាប់ការរបស់នាងដោយងាកមកចាប់អារម្មណ៍ជាមួយនឹងអូតាយើងវិញឃើញថាអូតាហ្នឹងគឺគៀងជាងទូស្រីរបស់យើងទៀតគឺសញ្ញាសួរហ្នឹងល្បិញហ្នឹងព្រោះថាអូតារបស់យើងហ្នឹងគឺគេអត់ស្គាល់ក្មេងស្រីម្នាក់នោះឡើយហើយនៅសក់ហ្នឹងនាងបែរជាមកសារភាពប្រាប់គេហើយបន្ទាប់មកហ្នឹងសាតានិងគ្រូគេក៏បានរត់ទៅសួរអូតាថានាងជាពីណាគេអីចឹងណាហើយពួកគេក៏បានបន្តថាបើតាមគេគិតហ្នឹងនាងប្រហែលជាមានឈ្មោះថាអូតាជីម៉ាសានដែលជាសិស្សថ្មីទើបនឹងបដូរចូលមកអីចឹងហើយមើលតានាងគឺពិតជាររេខ្លាំងណាស់ផ្ទុយពីទូស្រីរបស់យើងនេះគឺនាងកំពុងតែសោកសៅហើយនឹងខូចចិត្តថានាងប្រចាំជាមួយអូតាហើយបន្ទាប់មកហ្នឹងថ្នាក់រៀនក៏បានចាប់ដើមដោយវគ្គរៀនថ្មីនេះថ្នាក់រៀនរបស់ពួកគេក៏បានផ្លាស់ប្ដូរគ្រូបង្រៀននោះទេគឺនៅតែរៀនជាមួយនឹងលោកគ្រូអូនីវ៉ាដដែលអីចឹងណាងាកទៅចាប់អារម្មណ៍ជាមួយនឹងសិស្សវិញឃើញថាគ្មានអារម្មណ៍រៀនសោះជាពិសេសណាគ្រូតែម្ដងហើយគឺថាស្ងាត់រហូតហ្មងណាហើយយើងងាកទៅចាប់អារម្មណ៍ជាមួយនឹងតាពូជីវិញគឺពិតជាអាណិតនាងខ្លាំងណាស់ព្រោះថាចូលរៀនវគ្គនេះនាងគឺរៀនថ្នាក់ខុសពីគេជាងហើយគឺធ្វើឲ្យនាងគឺពិតជាចង់យំខ្លាំងមែនទែនហើយគឺបានត្រូវមកអត់លើមនៅមុខទ្វារអីចឹងណាហើយឃើញថាជីមីដែលជាសិស្សថ្មីហ្នឹងនាងបានឲ្យស្គាល់គ្រូទៅកាន់អូតាចំណែកអេវ៉ាដារបស់យើងវិញត្រឹមតែអង្គុយមើលគេទាំងអារម្មណ៍សោកសៅក្នុងខ្លួនតែម្ដងហើយពេលមួយថ្ងៃគឺឃើញថាជីម៉ាគឺនាងបាននៅក្បែរហើយនឹងចូលទៅស្នាជាមួយនឹងអូតារហូតតែអូតាក៏នៅតែមិនយល់អំពីជីម៉ាផងដែរថាហេតុអ្វីបានជាជីម៉ាបែបនេះមកកាន់គេព្រោះថាតាំងពីដើមឡើយណាមិនសូវបានស្គាល់គ្នាអីចឹងឯសាតានិងគ្រូវិញពួកគេទាំងពីរនាក់ក៏បានចាប់អារម្មណ៍ទៅលើហ្វាដាដែរនាងនៅតែធម្មតាគ្មានប្រតិកម្មអ្វីសោះតែតាមពិតទៅហ្នឹងណាក្នុងចិត្តរបស់នាងនៅពេលនេះគឺជាបុកច្របល់ដូចជាទូកមួយដែលត្រូវខ្យល់បោកនៅក្នុងទន្លេអញ្ចឹងដោយងាកមកចាប់អារម្មណ៍ជាមួយនឹងអូតាវិញឃើញថានៅពេលនេះគេទ្រាំលេខបានជាមួយនឹងជីម៉ៃព្រោះថានាងគឺដើរតាមគេរហូតអញ្ចឹងហើយមានតែឃើញនាងគឺអូតាហ្នឹងមានតែរត់ទៅឲ្យឆ្ងាយនៅពេលដែលទូស្រីរបស់យើងឃើញបែបនោះនាងក៏ទ្រាំលេខបានដូចគ្នាហើយនាងក៏បានរត់ដេញពួកគេដែរអញ្ចឹងគឺថាទាំង3នាក់តែម្ដងដោយយើងមើលទៅជីម៉ាហ្នឹងគឺហាក់ដូចជាសប្បាយចិត្តខ្លាំងហ្មងឯសាតានិងគ្រូវិញគេក៏បានគិតថាណាដូចជាមានអ្វីប្លែកៗមិនទេនាងហ្នឹងចង់បានអ្វីឲ្យពិតប្រាកដពីអូតាតែដោយសាតានិងគ្រូមិនទាន់នឹងនិយាយចប់ផងស្រាប់តែឃើញជាមួយនឹងតាពូជីហ្នឹងនាងក៏បានរត់ដេញតាមទូស្រីរបស់យើងដែរអញ្ចឹងគឺថាទាំង4នាក់ហ្នឹងរត់ទៅពេញហ្នឹងវាក៏មកហ្នឹងសាច់រឿងក៏បានកាត់ឲ្យយើងឃើញនៅពេលល្ងាចហើយពេលនោះដែរជីម៉ានាងក៏បានហៅអូតាទៅជួបនៅលើដំបូលសាលាហើយនៅពេលដែលអូតាគេទៅហ្នឹងអូតាក៏បានសួរដែរថាតើជីម៉ាហ្នឹងចង់បានអ្វីពីគេឲ្យពិតប្រាកដទៅព្រោះថាគេនៅពេលនេះគឺថាធុញខ្លាំងហ្មងគឺនាងតែងតែដើរតាមហើយនឹងមករញ៉េរញ៉ៃជាមួយនឹងគេរហូតហើយជីម៉ាហ្នឹងក៏បានសួរទៅកាន់អូតាវិញថាតើមានមនុស្សស្រីផ្សេងទៀតអត់ដែលអូតាចូលចាហើយអូតាហ្នឹងគេក៏បានតបថាអត់ទេគឺគេគ្មានអារម្មណ៍អ្វីទៅកាន់ហ្វាដានោះហើយគ្រាន់តែអូតានិយាយចប់ព្រាមណាងនាងក៏បានប្រាប់ថាអូតាមពិតទៅគឺនាងដឹងហើយថាអូតាហ្នឹងគឺមានអារម្មណ៍អីទៅកាន់ហ្វាដារបស់យើងអញ្ចឹងហើយក៏មិនអូតាហ្នឹងប្រកាសជាមួយនាងអីគឺនាងដឹងហើយថាអូតាហ្នឹងគឺអ្វីទៅកាន់ហ្វាដានោះគឺថានាងបានដឹងពីចិត្តរបស់អូតាអីចឹងតែធ្វើឲ្យអូតាហ្នឹងគេលំអៀនតែម្ដងនិយាយទៅខំប្រកែកជាមួយគេយកមកអាបែបហ្នឹងចំណែកឯសាតានិងគ្រូវិញគេក៏បានលួចស្ដាប់ពួកគេនិយាយគ្នាផងដែរកំឡុងពេលដែលពួកគេកំពុងតែនិយាយគ្នាហ្នឹងគឺស្រាប់តែទូស្រីរបស់យើងហ្នឹងទៅចាប់ទាញអូតាពីក្រោយហើយនៅពេលហ្នឹងដែរជីម៉ាហ្នឹងនាងក៏បានដើរទៅជិតទូស្រីរបស់យើងហើយនាងក៏បាននិយាយថាទឹកមុខរបស់ទូស្រីរបស់យើងហ្នឹងគឺស្មើៗដូចជាមានរឿងអ្វីប៉ុន្តែជីម៉ានាងគឺបានគិតយល់អំពីចិត្តរបស់ទូស្រីយើងហើយនៅពេលនោះដែរតាពូជីហ្នឹងនាងក៏បានចូលមកផងដែរហើយគ្រប់គ្នាហ្នឹងគឺពិតជាឆ្ងល់ខ្លាំងមែនទែនថាជីម៉ាហ្នឹងគឺនាងអាចគិតយល់ហើយនឹងដឹងដោយរបៀបណាឬមួយក៏ជាសមត្ថភាពរបស់នាងតាំងពីកំណត់តែដឹងហើយជីម៉ាហ្នឹងនាងក៏បានប្រាប់ថាអញ្ចឹងគឺគ្រប់គ្រាន់ហើយគឺនាងដឹងថាតាហ្នឹងគឺមានប្រតិកម្មដូចម៉េចទៅលើទូស្រីរបស់យើងហើយនាងក៏ដឹងថាទូស្រីរបស់យើងហ្នឹងគឺបែបម៉េចទៅលើអូតាផងដែរគឺថាជីម៉ារបស់យើងហ្នឹងគឺខ្ជូតខ្លាំងហ្មងសាច់រឿងរបស់ហ្នឹងដល់ពេលដែលពួកគេចេញពីរៀនហ្នឹងគឺឃើញថាភ្លៀងធ្លាក់ដល់អញ្ចឹងទៅគឺអូតាហ្នឹងគេបានយកឆាត់មកហ្នឹងទេគឺគេបំរុងនឹងរត់កាត់ភ្លៀងប្រទេសអីចឹងហើយនៅពេលដែលអូតាគេបំរុងនឹងរត់ទៅគឺស្រាប់តែទូស្រីរបស់យើងហ្នឹងនាងក៏បានមកពីក្រោយហើយបានយកឆាត់ហ្នឹងទិញអូតាមកវិញហើយនៅពេលដែលអូតាគេបែរមកហ្នឹងគេបានប្រាប់ថាតើនាងចង់ធ្វើអីហ្នឹងគឺនាងចង់គិតថាឲ្យខ្ញុំហ្នឹងទទួលឆាត់ជាមួយនាងហើយទូស្រីរបស់យើងហ្នឹងនាងបានប្រាប់ថាគេមានអីហើយអូតាហ្នឹងគេប្រាប់ថាអត់ទេក៏ត្រូវការហ្នឹងទេហើយគេនិយាយរួចហើយហ្នឹងគេក៏បានដើរទៅបាននិយាយថាអូតារបស់យើងគឺខ្មើសាហាវហ្មងចំណែកឯហ្វាដារបស់យើងគឺនាងអត់ដាច់ចិត្តសោះនាងក៏បានទៅតាមអូតាពីក្រោយហើយគេយកឆាត់ហ្នឹងបានឲ្យគេតែម្ដងហើយអូតាហ្នឹងគេឃើញបែបនោះគេក៏បានប្រាប់ទៅហើយថាអត់ត្រូវការហើយហ្នឹងអីគេកាន់ក៏បានដែរហើយបន្ទាប់មកហ្នឹងពួកគេទាំងពីរនាក់ក៏បានទទួលឆាត់ទៅជាមួយគ្នាកំឡុងពេលដែលដើរហ្នឹងហើយកំឡុងពេលដែលពួកគេកំពុងតែដើរហ្នឹងគឺស្រាប់តែអូតាហ្នឹងបានក៏លេចឃើញជាមួយនឹងមិត្តរួមថ្នាក់របស់គេហើយនៅពេលនោះដែរគេបានគិតថាគេមិនអាចឲ្យអ្នកណាម្នាក់ហ្នឹងឃើញគេទទួលឆាត់ជាមួយនឹងទូស្រីរបស់យើងនឹងឡើយនៅពេលឃើញបែបនោះហ្នឹងគេក៏បានដាក់ដៃទូស្រីរបស់យើងហ្នឹងរត់យ៉ាងលឿនតែម្ដងហើយជនជីពិលហ្នឹងដែរកំពុងតែរត់ហ្នឹងក៏ស្រាប់តែបានជួបជាមួយនឹងតាពូជីទៀតដែលធ្វើអូតាហ្នឹងគេឡើងចង់កៀងតែម្ដងហើយគេគិតថាមិនអាចឲ្យតាពូជីហ្នឹងគេបានឡើយបើសិនជាតាពូជីឃើញហ្នឹងបាច់ជាងប់តែមិនខានទេហើយនៅពេលនោះដែរគេហ្នឹងក៏បានដាក់ដៃទូស្រីរបស់យើងហ្នឹងទៅផ្លូវមួយទៀតអូយ៉ា
บมองไปนั่งแต่เพื่อตัวใส่บ่อยยังนั่งเนี่ยกับบ้านชอบฟังได้ถาวตานั่งกัดใส่แกให้ตัวมอนั่งกับบ้านรถกัดมิดรวมฉากบอกแกปีแดนั่งเตี้ยให้ปีแดนั่งบ้านให้โบแกก็แต่ไอ้ให้ไอ้บ้านจีนกในรถตะโมตะเวงไอ้จังไงให้เมื่อตะไม่เกิดชอบเพลียงสั่งจังให้โบแกถึงปีเนี่ยกับบ้านรถกำลังจะรถเพลียงให้น้องเป็นนู่ได้ตัวใส่บ่อยยังเนี่ยบ้านสู้แต่กันโอตาถ้าโอตาเข้ามาเกมแม่ได้เราจะมวยเนียงนู้พรุษท่าเราไปได้จุมนุษย์นั้นโอตาคือแต่งแต่นมเนียงรถกิจจังอะไรอะไรโบแกเคยไอ้จังไงให้ไปโอตานั่งกับบ้านปากไก่ให้นั่งท่าปากไก่ไอ้เตี้ยบ้านบนนั่งคือโอตานมเนียงรถนั่งให้น้องเป็นนู่ได้โอตาบ่อยยังนั่งคือช่วยเอาใจนั่งเตะให้ตัวใส่บ่อยยังนั่งเนี่ยกับบ้านขัดจิตโอตาสู้แต่ให้ได้ไอ้จังให้โอตานั่งแกบ้านปากไก่คือเนียงก็แต่ดังให้พรุษท่าแกแต่ตู้ชาติจะไม่ขึ้นยังแกคว้าไอ้จังให้ไปตัวมอนั่งโบแกถึงปีเนี่ยกับบ้านเธอดำน้ำตะมกเตี้ยเราไปได้ด้านนั่งตัวซ้ำแต่บ้านจุดมวยนั่งมาจมท่าบอกแกเตี้ยได้ให้ปีเนี่ยนั่งกับบ้านเยลิงใส่ตาท่าโอเคถึงปีเนี่ยบ้านชาติจะไม่ขึ้นให้ทางกันกันได้ขึ้นเตี้ยเมื่อตั้งตัวเจ็บได้แบบปอนหนึ่งจังให้กระนั้นตัวใส่บ่อยยังเลือกแบบน้องเคลียมเนี่ยก็เรียงอินมันติดได้เป็นนู่ได้โอตานั่งกับบ้านสู้แต่กันตัวใส่ยังตาท่าเนี่ยตัวตึกเอาให้แกเอาชัดเนี่ยไอ้จังนั้นแต่ตัวใส่บ่อยยังเนี่ยเราเป็นจังเนี่ยบ้านรถแจ้งตกบ้านได้ถอยโอตานั่งแกหลังชงเอาแต่งดังไงไอ้ตัวมอนั่งใส่เรื่องบอกแกบ้านกันยังเคยหนอไงทำไมโดยทำไมนี่ได้เคยตาตัวใส่บ่อยยังนั้นเนี่ยงัดบ้านโมเรียนโนเต้คือหนึ่งเชื้อไอ้พรุธานเราตึกเพียงกับพิมพ์สมัยหยอแต่ตัวอ้อยมัดเพียรบอกแกนั่งกับบ้านปรับท่ามูลแหบได้ฝ่าได้ชื่อนั่งคือได้ซาตาโอตานั่งไงคือเจ้าของพ่อบอกโอตาอย่างไรคือมันเนี่ยนั่งกับประตูโอตาครบคะแนนเราเป็นจังโอตานั่งง่ายแกบ้านปรับท่าบ้านไอ้ชมใหญ่รถทางสมัยนั่งแกก่อนตึกเพียงได้ให้กับตะแกนั่งกับชื่อได้ไหมให้ไปตัวมอนั่งหลอกลูกกับบ้านโจโน่ให้หลอกลูกกับบ้านปรับท่ามาเมียนนั่งแกได้สมัครเจาะโยกับดาตาอ้อยตัวใส่บ่อยยังอ้อมปรับท่าเนียงชื่อจังให้ได้นั่งอายุตาอ้อยบ้านเราเป็นนั่งได้โอตานั่งแกกับบ้านกระชอกกับด้านนั่งเป็นครูยังเลื่อนกันดาวไงให้แกนั่งบ้านเจ้าตาอ้อยตัวใส่บ่อยยังให้เราเป็นดาวนั่งแกกับบ้านโคตรเทียเราเป็นได้เบอร์มอนั่งตัวใส่บ่อยยังนั่งเคยเถ่าตานั่งแกกับบ้านปัดเทียมันยังเลื่อนให้เราเป็นนู่นได้โอตาแกกระชอกได้นะใครมอนั่งตับยังเบอร์เทียมดังเตี้ยท่านั่งคือบ้านเปียแม่เพราะท่านั่งก็ได้ใส่หรอใครจะลองแต่กันโอตาให้ไปตัวมอนั่งโอตาแกกับบ้านอ้อยกับด้านนั่งแต่กันตัวใส่บ่อยยังให้ตัวใส่บ่อยยังนะทับท่าเอาคนให้อยู่ตาให้ไปตัวมอนั่งเนี่ยมันรังได้ใจไงเราเป็นนู่นได้คือสลับแต่ยังนั่งกับบ้านเบิร์มกด้วยให้เราไปได้โอตากี่ขึ้นแบบนู่นนั่งแกกับไพ่พังได้จังให้แกกับบ้านระยับเราแต่เลิกเนี่ยเราไปได้โอตากี่เสียบคลุนยังมาตั้งคือนั่งปัจจัยกระดาวคลุนคลั่งเนี่ยแต่มันใต้ปนน้อสักใบแต่ปวดบ่อเนี่ยกับกูพังได้ให้โอตานั้นกับบ้านสู้แต่การตัวใส่ยังเต้ท่านเนี่ยบ้านยำไอ้แม่นให้ตัวใส่บ่อยังนั่งบ้านรับท่าเป็ดแม่นไอ้คือเนี่ยตุนบ้านยำไอ้นู่เต้รถท่าเนี่ยคือน้องมันไอ้ให้น้องไปได้ลืมแบบนู่โอตาบ่อยังนั่งแกก็จะเหมือนได้ปีนี้พังได้ให้แกนั่งกับบ้านตัดเฟิร์มเขาแบบยังย่ำให้น้องไปนู่ได้ตัวใส่บ่อยังนั่งกับบ้านสาวๆไปยิสนาได้บ่โอตาเตี้ยเถ่าตานั่งผมเขาบ้านช่างไอ้จังนะยายตาไปโอตานั่งเมียนไอ้แต่เป็นจ้ำจ้ามือไทยคนสไลกี้ได้ตาให้ไปตัวมอนั่งตัวใส่บ่อยังกับบ้านปรับท่าบ้องปรับทอมระบ่อเนี่ยกำปงแต่ทอดำน้าตลอดหมกเตี้ยเว้งในทอยโอตานั่งก็จะไพ่คลั่งเงินเต้นรถทาเกแต่ปีเนี่ยนั่งคือเน่าคลั่งมาตบแต่ปีเนี่ยอ๋อไหลบางปรับระบ่อเกได้นั่งไปนั่งเราไปจ้ำเมียนนะคือท่าโอตานั่งเป็นงานจังดาวเป็นอย่างเลื่อนแต่เมียนนะก็เลยจังหมกกราวนั่งคือซับใต้ปะจมูกนั่งบางปรับระบ่อเกแต่ดองให้ให้เราไปนู่นได้บางปรับระบ่อตัวใส่นั่งบ้านสู้โอตาท่าเจ้ามาระบ่อคนกอดแม่ให้โอตานั่งทั้งเจ้าหมายจากไปนั่งงอก้อนปะติซ่าทำเม่นเต้ให้ตัวมอนั่งบางปรับระบ่อฟ้าได้ก็บ้านน้องโอตานั่งตั้งใหญ่ขี้นี่เราขังคลองไว้ให้โอตานั่งก็บ้านแนนนมกรูนเตอร์ทากิมินชูเท้าตาได้จะมาตรงขาระบ่อเนี่ยให้บางปรับระบ่อตัวใส่นั่งก็บ้านสู้โอตาจิตจานสำนูพังได้ให้กดกับบ้านสังใจแท้โอตานั่งให้แต่แต่งเต็ดเฟือบ้าพานังถวยปนใส่บอกกดนั่งมันสบายจานโปรดท่าเราไปแต่ยังโมกีเรียนนั่งคือเมื่อตอนนี้คือหาไม่อารมณ์ท่าเพลงเพลงสบายจัดไอ้จังให้ตัวมอนั่งกดกับบ้านสู้แต่กันโอตาแท้บนนั่งคือบ้านถวยไว้คล้าให้หน่อยนะไอ้จังให้โอตานั่งกับบ้านปรับท่าคือเก็บบ้านสู้ตัวเครื่องประตูระบ่อตัวใส่ให้กลมตัวเลือกแบบนุ่มเพลี้ยคือตัวอ้อยบางปลระบ่อตัวใส่ยังเครื่องจมูกนั่งโอตาคลังเมนเต้นให้กดนั่งกับบ้านริงโตนั่งง่ะตะโบจมูกนั่งโอตาเราไปได้โอตาเก็บเคยแบบนั่งก็ท่าเมียนไปได้เป็นส่วนไรคือแกเป็นไอ้เอาบ้านเตี้ยเต้จังให้เคยกับบ้านรถใจเหมือนไต้เมียนหนาเมียนไอ้รถกาบ้าบางปลระบ่อตัวใส่ยังนั่งง่ะจะสอบบัตรได้นั่งตัวไอ้โอตาบ่อยังนั่งเครียดปัจจุบันคลางง่ะไอ้ตัวมอนั่งตัวใส่บ่อยังเมียนกับบ้านจังโมกเนียนกับบ้านปรับแท้คือโอตานั่งกับบ้านเฟอร์ไว้เนียนนูเต้ให้โมเวนเตียนโอตานั่งสิเนตทมหกกันยังย้ำให้นั่งโยกปังนั่งง่ะบุบัดกวาดบ่อเนียนให้น้องเป็นนูได้บางปลระบ่อเนียนนั่งก็โยนได้จังกดกับบ้านปรับแท้โยนไล่จังกดกับบ้านสมโตแต่กันโอตาพังได้โยนข้อตะลึกโอตาให้ตัวมอนั่งใส่ระบ่อเก้กับกระยังเคยหนอดไงบนตัวโดยไทยนั่งคือเคยท่าเมียนแกมาโลกระไรนั่งนัสลาเรียนให้กระไรนั่งก็ช่างครั้งง่ะคือมีมนุษย์จ้าบ้านตรองชั่วเคียเต็กไอ้จังให้ครั้งนั่งก็มีตัวใส่บ่อยังพังได้ให้น้องเป็นนูได้โอตานั่งคือจับดาวเมียนกับเน็ตคอยเตี้ยได้กระแทกน้องไปได้ตัวใส่บ่อยังตึงกระไรบ้านหมดนั่งง่ะแกนั่งกระตุกเนี่ยหน่อไม้อ้อยกระไรระบ่อนั่งเคลียไอ้จังให้น้องเป็นนูได้โอตานั่งแกกับบ้านตรองชั่วติงพังได้ให้น้องไปนาทีไกลหมดนั่งขึ้นท่าตัวใส่บ่อยังเนี่ยกับบ้านกระไรตัวจัดบ่อเนี่ยให้น้องเป็นนูได้เนี่ยคือปัจจัยสบายจัดครั้งง่ะบนใต้ใจดอนเราไปเดินยังโชว์นั่งง่ะคือสับแต่เมียนคนเขมรนั่งง่ะบ้านรถระบบเนี่ยปีกล้าในถอยเนี่ยนั่งกับบ้านด้วยจำได้ไอ้กระไรบ่อเนี่ยนั่งกับบ้านเคลียตัวหนึ่งได้อ้อให้น้องเป็นนูได้แกกับบ้านตระกาท่ากระไรกับบ้านลูกอ้อให้กระไรแต่ตัวใส่บ่อยังเรื่องเพลียมคือถอยเนี่ยคือปัจจัยสดใสกลางเมียนใต้นั่นเนี่ยมันอาจยังกระไรนั่งบ้านให้น้องเป็นนูได้โอตานั่งแกกับบ้านโยกระไรนั่งง่ะแต่ไอ้ตัวใส่บ่อยังแบ่งไอ้เนี่ยกับบ้านสู้ตาให้โอตานั่งกับยำแต่ไอ้อะไรน้อยเนี่ยไอ้จังให้โอตาเก็บรับท่าก็เกี่ยนัดเนี่ยไอ้จังให้น้องเป็นนู
ដែរទូស័យរបស់យើងហ្នឹងក៏បានមើលមកអូតាហើយអូតាហ្នឹងគេបានប្រាប់ថាគេឲ្យអូតាមើលមុខគេឲ្យទៀតអីចឹងហើយនាងបានប្រាប់ថានាងនឹងចែកឲ្យអូតាពាក់កណ្ដាលនិយាយទៅអូតាគេអៀនដែរហ្នឹងមកគេឡើងក្រហមនិយាយទៅអៀនខ្លាំងពេកហ្នឹងគេគឺទ្រាំនៅអត់បានទៀតទេអញ្ចឹងហើយមួយចឹងហើយគឺគេមានទរត់កិច្ចចាញ់និយាយទៅអូតាហ្នឹងញាប់ហ្មងញាប់ជាងគេស្រីទៀតនៃភាគហ្នឹងទៅយើងឃើញថាជីម៉ាហ្នឹងគឺនាងហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ដោយនាងបានបបួលទូស័យរបស់យើងហ្នឹងលេងសមុទ្រព្រោះថាគឺជាវិស្មការរបស់ពួកគេហើយមួយវិញទៀតហ្នឹងជីម៉ាគឺនាងចង់បង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាអីចឹងណាតែតមកហ្នឹងពួកគេទាំង3នាក់ដែលមានតាពូជីហ្វាដៃមួយនឹងលីម៉ាគឺគេបានបបួលគ្នាដើម្បីទៅទិញខោអាវត្រៀមតែដល់លេងហើយនៅពេលដែលពួកគេត្រូវកន្លែងខោអាវហ្នឹងគឺស្រាប់តែហ្វាដាហ្នឹងក៏បានប្រាប់ទៅកាន់តាពូជីថាខោអាវមួយកំ plei ហ្នឹងគឺសំជាមួយនឹងតាពូជីខ្លាំងមែនតើហើយគ្រាន់តែតាពូជីរបស់យើងឃើញខោអាវហ្នឹងហើយហ្នឹងគេលំចង់គេងតែម្ដងហើយគឺយើងស៊ីខ្លាំងពេកយកហើយពេលនោះស្រាប់តែឃើញអូតាក៏នៅទីនោះផងដែរគឺដោយសារតែអូតានៅពេលដែលគេសម្អាតថ្នាក់ហ្នឹងគឺស្រាប់តែឃើញជាមួយនឹងក្រដាសកិច្ចការទៀតរបស់ហ្វាដាធ្លាក់អញ្ចឹងគេក៏យកមកឲ្យនាងតែមិនស្មានថានាងមកទិញខោអាវអីបែបនេះសោះតែធ្វើឲ្យគេហ្នឹងគឺពិតជាខ្មាស់គេខ្លាំងហើយអូតាគេបានគិតថាគេនឹងយកក្រដាសកិច្ចការផ្ទះទៅដាក់ក្នុងកាបូបរបស់នាងដោយមិនឲ្យនាងដឹងខ្លួនឡើយតែមានអីគឺនៅពេលដែលគេបំរុងនឹងដាក់កាបូបហើយហ្នឹងគឺស្រាប់តែជីម៉ាគឺនាងបានហៅហ្វាដារហូតតែធ្វើឲ្យអូតាហ្នឹងគេពិតជាភ័យខ្លាំងណាស់ខ្លាចគេឃើញគេហ្នឹងក៏បានតែលាក់ខ្លួននៅពេលនោះដែរហ្វាដាគឺនាងដឹងហើយថាអូតាគឺដើរតាមនាងតែនាងធ្វើមិនដឹងអីចឹងហើយមិនយូរប៉ុន្មានហ្នឹងនៅពេលដែលអូតាគេបំរុងរត់កិច្ចហ្នឹងគឺស្រាប់តែពួកគេទាំង3នាក់ហ្នឹងក៏បានឃើញជាមួយនឹងអូតាដែលពួកគេហ្នឹងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ស្រាប់តែហេតុបីបានជាអូតាហ្នឹងដើរតាមនាងអីចឹងតែអូតាវិញនៅពេលដែលគេឃើញចឹងហើយហ្នឹងធ្វើឲ្យគេហ្នឹងគឺចង់គេនៅមួយកន្លែងតែម្ដងហើយនិយាយអីមិនចាញ់នោះឡើយហើយអូតាគេក៏បានប្រកួតក្តារកិច្ចការផ្ទះទៅឲ្យទូស័យរបស់យើងតែមានណាគឺអត់បានឲ្យស្រួលបួលហ្នឹងទេគឺបានយកក្តារហ្នឹងទៅដាក់លើក្បាលរបស់គេយកហ្មងបែរឲ្យគេស្រួលបួលអីហ្នឹងអត់ចេះហ្នឹងទេចាតែអភិធ្វើបែបគេយកហ្មងអូតាទៅមកហ្នឹងថ្ងៃដែលពួកគេទន្ទឹងរង់ចាំគឺបានមកដល់ហើយគឺថ្ងៃដែលគេហ្នឹងគឺបានមកដល់លេងសមុទ្រអីចឹងតែជីម៉ាហ្នឹងគឺហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់តាពូជីវិញនាងអត់នៅសក់ក្នុងខ្លួនហ្នឹងទេព្រោះថាមានអារម្មណ៍ថាគាត់ឲ្យនាងស្លៀកគឺបើចេញសាច់ច្រើនពេកយកតែគ្រាន់តែហ្វាដាហ្នឹងជីម៉ាលឺហើយហ្នឹងគេក៏បានប្រាប់ថាអត់អីណាគឺមើលទៅខ្ជូតគាត់ស្រឡាញ់សឹងអីហ្នឹងដល់ងាកមកចាប់អារម្មណ៍ជាមួយនឹងអូតាវិញគឺឃើញថាបងស្រីរបស់គេហ្នឹងក៏បានមកជាមួយផងដែរដោយជីម៉ាជាមួយនឹងតាពូជីហ្នឹងពួកគេទាំងពីរនាក់គឺបានតលេងទឹកសមុទ្រចំណែកឯទូស័យរបស់យើងបានតលេងនោះទេគឺនាងកំពុងតែផ្លុំជាមួយនឹងបាល់អីចឹងណាប៉ុន្តែមានណាបាល់ហ្នឹងគឺវាធ្លាយនាងព្យាយាមផ្លុំប៉ុន្តែគឺផ្លុំបានសោះនៅពេលដែលអូតាគេឃើញបែបនោះគឺគេបានប្រាប់ទៅគឺថាទូស័យរបស់យើងហ្នឹងឆោតហ្មងណាគឺបាល់ហ្នឹងវាធ្លាយហើយតែខំផ្លុំមិនអង្កាត់ចឹងហើយអូតាហ្នឹងគេក៏បានទៅបាត់កន្លែងដែលធ្លាយហ្នឹងឲ្យនាងហើយហ្វាដាហ្នឹងក៏បានប្រាប់ថាអរគុណទៅកាន់អូតាអូតាគ្រាន់តែអញ្ចឹងភ្លាមហ្នឹងគេឡើងអៀនមកគេឡើងក្រហមហើយចេះដល់ហើយពេលរបស់គេហ្នឹងក៏បានចង្អុលទៅកាន់អូតាពេលដែលធ្វើឲ្យអូតាហ្នឹងគេកាន់តែអៀនខ្លាំងហើយនិយាយទៅអាប៉ែហ្នឹងគឺថាមកខុសពីចិត្តតែម្ដងខ្លាញ់គេប៉ុន្តែគឺធ្វើឯងធ្វើបាបគេអីណាយ៉ាប់ហ្មងហើយបន្ទាប់មកហ្នឹងសាច់រឿងបានកាន់តែយើងឃើញនៅពេលល្ងាចហើយបងស្រីរបស់អូតាក៏បានបបួលពួកគេលេងជាមួយនឹងល្បែងមួយដែលពួកគេគឺត្រូវដើរខាងក្រោយហើយចេញទៅផ្លូវខាងមុខវិញហើយបន្ទាប់មកហ្នឹងពួកគេគឺត្រូវបានបែងចែកជាគូហើយនាំគ្នាចាប់ក្រដាសដើម្បីរើគូអីចឹងឃើញថាជីម៉ាគឺត្រូវដើរជាមួយតាពូជីប៉ុន្តែគឺតាពូជីហ្នឹងគឺអត់ស្បាយចិត្តហ្នឹងទេគឺអត់ចង់ដើរជាមួយជីម៉ាអីចឹងព្រោះថាជីម៉ានឹងតាពូជីហ្នឹងតាពូជីអត់លេងចូលជាមួយនឹងជីម៉ាហ្នឹងទេបន្ទាប់មកហ្នឹងឃើញថាអូតាហ្នឹងគឺត្រូវគូជាមួយនឹងគូរូចំណែកឯសាតាគឺត្រូវគូជាមួយនឹងហ្វាដារបស់យើងហើយនៅពេលដែលគេចាប់ផ្ដើមលេងហ្នឹងគឺឃើញថាប៉ែអូតាហ្នឹងគឺចាប់ផ្ដើមមានគំនិតខូចទៀតដែរហើយគេគឺបានដើរតាមពីក្រោយទូស័យរបស់យើងជាមួយនឹងសាតាព្រោះថាគេចង់បន្លាចយើងធ្វើជាខ្មោចអីចឹងហើយបន្ទាប់មកហ្នឹងសាតាជាមួយនឹងហ្វាដាកំពុងតែដើរស្រាប់តែពួកគេហ្នឹងក៏បានឃើញជាមួយលើកមួយដ៏ធំហើយនៅពេលនោះដែរគឺធ្វើឲ្យទូស័យរបស់យើងហ្នឹងគឺនាងពិតជាខ្លាចខ្លាំងណាស់តែសាតាគឺគេបានខ្លាចហ្នឹងទេហើយគឺស្រាប់តែមានរបស់អីហ្នឹងធ្លាក់មកលើមុខរបស់គេហើយគេក៏បានគិតថាធ្លាក់លើមុខគេហ្នឹងប្រហែលជាគំនិតរបស់អូតាព្រោះថាអូតាតែងតែររឿងហើយធ្វើបាបគេរហូតដល់មកហ្នឹងគឺស្រាប់តែឃើញជាមួយនឹងតាពូជីហ្នឹងគឺបានចាប់ដៃជាមួយនឹងជីម៉ាយករត់ខាងលឿនតែម្ដងហើយក៏បានប្រាប់ថាមានខ្មោចអីចឹងណាហើយសាតានិងហ្វាដាហ្នឹងគឺគេអត់ជឿនឹងទេហើយគេក៏បានដើរទៅមុខទៀតហើយនៅពេលដើរទៅមុខហ្នឹងគឺស្រាប់តែពួកគេទាំងពីរនាក់ហ្នឹងក៏បានឃើញជាមួយនឹងមនុស្សស្រីស្លៀកពាក់សហើយមានសក់ទម្លាក់មកខាងមុខទៀតតែធ្វើឲ្យទូស្រីរបស់យើងហ្នឹងគឺនាងពិតជាខ្លាំងណាស់ហើយនៅពេលដែលនាងបែរទៅកាន់សាតាហ្នឹងគឺស្រាប់តែឃើញមុខសាតាហ្នឹងគឺមានអ្វីនៅពីលើមុខគេអីចឹងពេលឃើញបែបនោះភ្លាមហ្នឹងគឺនាងអត់អាចនៅបានទេគឺអញ្ចឹងហើយគឺនាងក៏បានរត់ចូលសាតាដល់ងាកមកចាប់អារម្មណ៍គូរូជាមួយនឹងអូតាវិញគេក៏បានឃើញជាមួយនឹងមនុស្សស្រីហ្នឹងផងដែរធ្វើឲ្យពួកគេហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ហើយនៅពេលនោះដែរពួកគេក៏បានរត់ផងដែរក៏បានជួបជាមួយនឹងសាតាក៏បានប្រាប់ថាមិនដឹងថាពេលនេះហ្វាដានាងរត់ទៅដល់ទីណានោះទេគឺនាងបានរត់ចូលព្រៃម្នាក់ឯងអីចឹងណាហើយបន្ទាប់មកហ្នឹងពួកគេទាំងអស់គ្នាក៏បានដើរតាមរកនាងហើយបន្ទាប់មកហ្នឹងអូតាក៏បានរកនាងឃើញហើយគ្រាន់តែឃើញអូតាភ្លាមគឺនាងក៏បានរត់ទៅអត់ជាមួយនឹងអូតាដោយសារតែនាងគឺខ្លាចខ្លាំងពេកហើយនៅពេលនោះដែរអូតាក៏បានប្រាប់ថាអត់អីនោះទេពេលនេះគឺលេងអីហើយព្រោះគេនៅទីនេះអីចឹងណាហើយបន្ទាប់មកហ្នឹងអូតាគេក៏បាននាំទូស័យរបស់យើងហ្នឹងត្រឡប់ទៅវិញហើយបន្តែប៉ុណ្ណាគឺដើរកាន់ដៃគ្នាទៀតពីរនាក់ហ្នឹងហើយកំឡុងពេលដែលពួកគេកំពុងតែដើរហ្នឹងគឺស្រាប់តែបានឃើញជាមួយនឹងនារីម្នាក់ហ្នឹងទៀតហើយអូតាហ្នឹងគេក៏បានប្រាប់ថាតាមពិតទៅគេដឹងហើយនារីម្នាក់ហ្នឹងគឺជាបងស្រីរបស់គេហ្នឹងឯងគ្មានពីណាហ្នឹងទេព្រោះថាបងស្រីរបស់គេគឺតែងតែធ្វើបាបគេហើយនឹងចង់បន្លាចគេអីចឹងហើយអូតាហ្នឹងមិនទាន់នឹងបាននិយាយចប់ផងគឺស្រាប់តែបងស្រីរបស់គេហ្នឹងក៏បានដើរមកពីក្រោយហើយអូតាហ្នឹងទូស័យរបស់យើងបែរទៅឃើញថាវាបងស្រីរបស់គេពិតមែនអញ្ចឹងអ្នកនៅពីមុខគេមិនបងស្រីរបស់គេនឹងទេណាទៅចឹងដល់ពេលដែលគេបែរទៅម្ដងទៀតគឺថាបាត់ឲ្យជ្រាបអត់ឃើញសោះនៅពេលហ្នឹងដែរមានណាតែខ្មោចមែនគឺថាម្នាក់ហ្នឹងខ្មោចពេញហ្នឹងគឺថាម្នាក់ហ្នឹងគឺភ័យខ្លាំងណាស់អញ្ចឹងមិនថាបើសិនជា
ហ្វាដារបស់យើងជឿតាពូជីរត់តាមតាពូជីតាំងពីដំបូងហ្នឹងគឺអត់ត្រង់ខ្មោចលងហ្នឹងទេតែពេលអញ្ចឹងមានណាគឺថាលងទាំងអស់គ្នាបដ ហើយសាច់យើងឃើញនៅរដូវក្តៅវិញដោយពេលនោះដែរតែយើងបានឃើញថាអូតាជាមួយនឹងហ្វាដាគឺគេបានលេងជាមួយកូនក្មេងមួយក្រុមហើយល្បែងរបស់គេហ្នឹងគឺគេយកសត្វកញ្ចែឲ្យចូលគ្នាហើយយើងឃើញថាសត្វកញ្ចែរបស់ហ្វាដារបស់យើងហ្នឹងគឺពិតជាខ្លាំងណាស់ហើយបានយកឈ្នះជាមួយនឹងសត្វរបស់អូតាអីចឹងហើយដល់ពេលនោះដែរគូរូហ្នឹងគេក៏បានដើរចូលមកហើយក៏បាននិយាយទៅកាន់អូតាទៅថាហើយកូនក្មេងអូតាតើឯងកំពុងតែធ្វើអីហ្នឹងហើយអូតាហ្នឹងគេក៏បានតបថាហើយឯងបិទមុខភ្លាមហើយយូរទៅហើយឯងកូនក្មេងហើយបន្ទាប់មកហ្នឹងអូតាគឺដូចជារកដល់អញ្ចឹងនៅពេលដែលគេប្រកួតចាញ់ហ្នឹងគឺអត់ដែលទទួលស្គាល់ខ្លួនឯងថាចាញ់ហ្នឹងទេហ្នឹងក៏បានបបួលទូស្រីរបស់យើងហ្នឹងលេងល្បែងមួយទៀតដោយគេហ្នឹងគឺភ្នួលគ្នាដើម្បីចាប់សត្វកញ្ចែហើយចំពោះអ្នកដែលចាប់បានសត្វកញ្ចែគឺទទួលបានបន្ទុកច្រើនជាងគេរីឯអ្នកដែលចាប់បានសត្វអីផ្សេងៗហ្នឹងគឺបានត្រឹមតែ2បន្ទុកប៉ុណ្ណោះហើយបន្ទាប់មកហ្នឹងបេសកកម្មរបស់ពួកគេក៏បានចាប់ផ្ដើមហើយយើងមើលឃើញថាអូតាហ្នឹងគឺគេចាប់ដឹងអាម៉េចតែបែកហ្នឹងចង្អាងហ្នឹងគឺថាគ្មានចាប់បានសំបីមួយហើយដល់ពេលដែលឃើញអូតាចាប់អត់បានហ្នឹងអូនតូចហ្នឹងក៏បាននិយាយថាហើយបងមិនចឹងហេតុអីបានចាប់ពីបានមួយអញ្ចឹងហើយគេនឹងគិតខុសគិតត្រូវទៅនេះចូលរួមក្រុមមួយបងហ្នឹងហើយយើងងាកមកចាប់អារម្មណ៍ជាមួយនឹងទូស្រីរបស់យើងវិញគឺនាងពិតជាមានជំនាញខ្លាំងណាស់ចាប់តែមួយផ្លេតសោះគឺចាប់បានជាមួយនឹងសត្វកញ្ចែមួយអញ្ចឹងគឺនាងបានបន្ទប់ពេញតែម្ដងហើយនិយាយទៅទូស្រីរបស់យើងហ្នឹងមិនមុតប៉ុន្តែឲ្យអូតាស្វ័យហ្មងហើយអូនតូចហ្នឹងក៏បាននិយាយថាទីមផុតហ្នឹងគេធ្វើបានហើយគឺគេមិនមែនចាប់បានមួយទេគឺបានពីរហើយនៅពេលនោះដែរអូតាហ្នឹងគេបានប្រាប់ថាកុំទន់អចាំមើលគឺគេមានអាវុធសម្ងាត់មួយហើយអាវុធសម្ងាត់របស់គេហ្នឹងគឺគេបានដាក់អន្ទាក់ឲ្យទៅអ្នករបស់គេហ្នឹងមិនមែនចាប់បានសត្វកញ្ចែហ្នឹងទេគឺបែរជាចាប់បានជាមួយនឹងទូស្រីរបស់យើងវិញហើយបន្ទាប់មកហ្នឹងពួកគេទាំងអស់គ្នាហ្នឹងក៏បានយកសត្វហ្នឹងមកសរុបបន្ទុកហើយឃើញថាបន្ទុករបស់ទូស្រីយើងហ្នឹងគឺលើអូតាចំនួន14បន្ទុកអញ្ចឹងហើយគឺសន្មតថាទូស្រីរបស់យើងហ្នឹងជាអ្នកឈ្នះប៉ុន្តែមានណាបែអូតាហ្នឹងលេងខូចគេហ្មងឯងក៏បានប្រាប់ថាអត់ទេគឺមិនមែនន័យថានាងឈ្នះនោះទេគឺគេបានចាប់បានជាមួយនឹងទូស្រីរបស់យើងអញ្ចឹងមានន័យថាគេបានមកបន្ទុកពេញហើយគេថាបែអូតាហ្នឹងខូចហ្មងណាហើយបន្ទាប់មកហ្នឹងសាច់រឿងរបស់គេក៏បានកាត់ឲ្យយើងឃើញនៅថ្ងៃបន់មួយហើយនៅថ្ងៃនោះដែរគឺឃើញថាពួកគេទាំង3នាក់ដែលមានតាពូជីវ៉ាដាជាមួយនឹងជីម៉ាហ្នឹងគឺគេបានស្លៀកពាក់ជាមួយនឹងឈុតប្រពៃណីរបស់គេហើយមើលទៅម្នាក់ហ្នឹងគឺពិតជាស្រស់ស្អាតខ្លាំងណាស់ជាពិសេសហ្នឹងគឺវ៉ាដាទូស្រីរបស់យើងហ្នឹងហើយគឺថាមុខគេហ្នឹងឡើងពេញដប់តែម្ដងហើយនៅក្នុងពិធីបន់ហ្នឹងគឺគេមានបាញ់ជាមួយនឹងកម្មជួយអីចឹងហើយឃើញថាពេលវេលាហ្នឹងគឺអត់ទាន់ដល់ពេលដែលគេត្រូវបាញ់ហ្នឹងទេអញ្ចឹងហើយពួកគេទាំង3នាក់ហ្នឹងបាននាំគ្នាដល់ឡែកនឹងទិញឲ្យញ៉ាំដល់ជុំវិញហ្នឹងអីចឹងហើយស្រាប់ពេលនោះដែរពួកគេក៏បានឮសំឡេងអូតានៅពេលដែលងាកទៅគឺជាអូតាពិតមែននិយាយទៅឲ្យតែតាណាគឺអត់ច្រឡំនឹងគេហ្មងអាបែកហ្នឹងហើយដល់ពេលឃើញបែបនោះសាតានិងគ្រូក៏បានចូលមករាកទាក់ផងដែរហើយគេហ្នឹងក៏បាននិយាយថាអាយ៉ាអ្នកទាំង3ក៏មកចូលរួមដែរហើយគ្រូហ្នឹងគេក៏បានសរសើរទៅកាន់តាពូជីផងដែរថាតាពូជីស្លៀកបំពាក់បែបហ្នឹងទៅគឺពិតជាឃើញស្អាតខ្លាំងហ្មងណាដែលធ្វើឲ្យតាពូជីរបស់យើងហ្នឹងនាងអៀនកាំងនិយាយលេងចាញ់ហ្មងហើយពេលនោះដែរស្រាប់តែហ្វាដារបស់យើងហ្នឹងក៏បានសម្លឹងមើលមុខអូតាហើយអូតាហ្នឹងគេក៏បាននិយាយថាហើយនាងមើលមុខគេធ្វើអីហើយហ្វាដាហ្នឹងនាងក្លាហានខ្លាំងហ្មងណាហើយនាងហ្នឹងបានសួរទៅកាន់អូតាថាម៉េចដែរនាងស្អាតអត់អីចឹងណាចំណែកឯអូតាហ្នឹងគឺគេធ្វើមិនខ្វល់មិនដឹងអីចឹងណាហើយគេហ្នឹងក៏បាននិយាយថាគឺស្អាតមិនស្អាតអីគេអត់ដឹងទេហើយគេហ្នឹងក៏បានដើរចេញទៅបាត់តែដល់ពេលនោះដែរជីម៉ាហ្នឹងក៏បាននិយាយថាអើយចាប់ហ្មងណាចាអូតាគ្រាន់តែសរសើរថាវ៉ាដាស្អាតហ្នឹងអាម៉ាមែនព្រោះថាមិត្តភក្តិរបស់គេហ្នឹងស្អាតពិតមែនតើហើយដល់ពេលឃើញបែបនោះសាតានិងគ្រូហ្នឹងក៏បានប្រាប់ថាហើយគឺមកពីអាបែអូតាហ្នឹងវាអៀនវាអត់និយាយនោះទេព្រោះថាវាលួចក្រាស់វ៉ាដានិយាយទៅសំបីតាអ្នកមើលក៏ដឹងដែរថាអូតារបស់យើងហ្នឹងគឺមុតខុសពីចិត្តដែលធ្វើឲ្យទូស្រីរបស់យើងហ្នឹងក៏នាងពិតជាអន់ចិត្តខ្លាំងណាស់ខកចិត្តមួយអូតាហ្មងណាព្រោះថានាងក្លាហានខំសួរប៉ុណ្ណឹងហើយហ្នឹងណាគេចាញ់ទៀតណាបងបើចិត្ត admin អី admin វាយម្ដាយថែមអញ្ចឹងគេដាក់បែហ្នឹងឲ្យរួចខ្លួនហ្មងហើយបន្ទាប់មកហ្នឹងគេក៏បានចាប់ផ្ដើមបាញ់នៅកម្មជ្រួយហើយមើលទៅគឺពិតជាស្រស់ស្អាតខ្លាំងណាស់សំបីតែមនុស្សហ្នឹងក៏ច្រើនកកផងដែរហើយយើងងាកមកចាប់អារម្មណ៍ជាមួយនឹងអូតារបស់យើងវិញនៅពេលនេះគឺគេដល់ម្នាក់ឯងអត់ដឹងថាគ្រូនឹងសាតាហ្នឹងគឺនៅទីណានោះទេតាមពិតទៅគ្រូនឹងមនុស្សច្រើនពេកគឺគេសឹងតែរកក្លោចាញ់មកមិនបានតែម្ដងណាហើយដល់ពេលដែលពួកគេបានមកជុំគ្នាហ្នឹងគឺសត្វតែបាត់ស្វ័យអស់លេងហើយយើងងាកមកចាប់អារម្មណ៍ជាមួយនឹងប៉ាដាវិញគឺឃើញថាមនុស្សច្រើនពេកអញ្ចឹងហើយនាងក៏បានវិញផ្លូវហើយនាងគឺបានដើរដល់កន្លែងមួយដែលកន្លែងនោះគឺស្ងាត់ខ្លាំងណាស់គឺគ្មានមនុស្សសោះស្រាប់ពេលនោះដែរគឺសត្វតែមានបរិសម្នាក់បានដើរចូលមកដែលម្នាក់ហ្នឹងគឺគាត់ខ្លាចខ្លាំងណាស់ហើយគេហ្នឹងក៏បានដើរចូលទៅជិតទូស្រីរបស់យើងហើយគេបានសួរថាតើនាងមកជាមួយពីណាគេដែរតើនាងមានមិត្តប្រុសហើយឬនៅមើលតែមុខគេហ្នឹងពិតជាគួរឲ្យខ្លាចខ្លាំងហ្មងណាហើយស្រាប់ពេលនោះដែរបរិសម្នាក់ហ្នឹងគឺកាន់តែដើរទៅជិតទូស្រីរបស់យើងចឹងហើយអូតាហ្នឹងក៏បានចាប់បរិសម្នាក់ហ្នឹងពីក្រោយហើយក៏បានប្រាប់ថាគឺនាងមានសង្ស័យគេហ្នឹងក៏បានដាក់ដៃទូស្រីរបស់យើងហ្នឹងចេញពីទីនោះមើលថាអូតាគឺពិតជាបារម្ភហើយនឹងខឹងជាមួយនឹងទូស្រីរបស់យើងខ្លាំងណាស់ដល់ពេលឃើញបែបនោះទូស្រីរបស់យើងនាងក៏បានសួរថាមុនហ្នឹងគឺបរិសម្នាក់ហ្នឹងសួរនាងថាមានមិត្តប្រុសហើយឬនៅគឺនាងអត់ទាន់មាននឹងទេហើយអូតាបែរ
จะปรับพายังมีอะไรจังงั้นมีในท่าอุตาเจอสังสารยังเมนไอ้ครั้งแต่อุตาเกี่ยวกับแบบนกเพลียมก็ถือไอ้แกนั่งในยัดจังใจหมองแกนั่งบ้านปรับท่าตามประตูก็ไอ้ครั้งแต่ยีตามสถานเพียบโนเต้ยึดตาไปนั่งมุดเข้าไปจับเต็มดองเมื่อแต่มุดก็ดังได้ทาลุยกระคนเกยก็มานั่งใส่เรื่องว่าแกกับบ้านกระยังเคยหนักทำไมได้ไงนี้ครั้งท่าสักรุกนี่นะคือบัดจิตสลายคลั่งหมองเรายังเนี่ยจะจับรำจะไม่นั่งป้าดาบ่ยังแหวงนั่งไปนั่งกำปงแต่ด้านนั้นคือสับบ้านจบจะไม่นั่งอุตาจบไหนอุตายังแหวงคือข้อพลายปีโรดองนั่งไปแต่เคยป้าดานะเอ็มสักมุกหันหนึ่งใครการบอกแกนั่งก็โดยโรดองนั่งเต้ให้แกกับบ้านนี่ยีสุดได้แต่การตัวใส่บ่เยอะอย่างสุภาพเต็มดังไงถ้าชีวิตจิตจะไล่บอกโปแกคือเอาแต่บรรทาโดยจิตธรรมดาจังบรรทาคือข้อพลายใต้เปียสำนักหันใครการบอกอุตานั่งเต้ถ้าแกโดยโรดองไอ้จังอาศัยเรื่องบอกแกก็ทำบางจับกำลังนะแอดมินก็สมัครคนบางคนแต่งงานนี้ตั้งใจโจรวมคอมโทรลนั่งเมื่อวิดีโอบอกแอดมินน่าสังคัญท่าคนแต่งงานนี้นั่งแต่คอมโทรลช่วยนั่งการสำนักเรื่องบอกแอดมินน่าให้พวกบางคนได้โซท่าตามมีเซนปีออนคือแอดมินก็ดังได้เห็นใจจำมือแต่งงานนี้ไอ้จังประสันจะมีเซนปีแอดมินนั่งเพื่อการสำนักมันต่อไอ้จังนะคนจะได้บาย